បាទសូមអនុញ្ញាតជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនអ៊ំពូមីងលោកយាយលោកតាទាំងអស់គ្នាខ្ញុំបាទសាន់ផាវីតឥឡូវយើងវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយថ្ងៃខ្ញុំម្នាក់ឯងទៀតណាដោយសារតែបងដាវគាត់រវល់អញ្ចឹងសាច់រឿងខ្ញុំបានពំនាំយកសាច់រឿងចាស់ចាស់បុរាណយកមកអញ្ចឹងពេលដែលខ្ញុំទៅនេខ្ញុំទៅខេត្តខ្ញុំហើយពីដំណាក់អាគមខ្ញុំទៅខេត្តមួយអាទិត្យឬក៏2 3ថ្ងៃអីចឹងណាខ្ញុំទៅដើម្បីសួរចាស់ចាស់ឬក៏ខ្ញុំដើរលេងបងប្អូនដែលមាន fan Facebook មួយខ្ញុំដឹងណាខ្ញុំជួនកាលកំពតកំពង់សមសៀមរាបពោធិ៍សាត់បាត់ដំបងព្រៃវែងនិយាយទៅគ្រប់ខេត្តអត់ថាដូចជារតនគិរីមណ្ឌលគិរីទេហើយក្រៅពីហ្នឹងគឺខ្ញុំទៅរហូតរួមមានអ៊ំដែលស្គាល់មានចាស់ចាស់ដែលស្គាល់ហ្នឹងសាច់ញាតិបងប្អូនអីចឹងឬក៏អ្នកខ្លះទៅគាត់មានសាច់រឿងចែកម្លែកអីគាត់ចែកម្លែកនៅតាមទូរស័ព្ទបើអ៊ំខ្លះគាត់ចែកម្លែកផ្ទាល់អញ្ចឹងណាជាងខ្ញុំដើរច្រើនមែនតើរៀងរាល់មួយអាទិត្យអញ្ចឹងខ្ញុំតែងតែដើររហូតអត់សូវបាននៅប្រហែលទេដើម្បីនាំយកសាច់រឿងចាស់ចាស់បុរាណហ្នឹងហើយរឿងរបស់ខ្ញុំដូចបងប្អូនដឹងហើយគឺរឿងដែលនិយាយតគ្នាពីចាស់ចាស់យើងបុរាណមិនមែនជារឿងថ្មីថ្មោងទេអញ្ចឹងកុំឲ្យបងប្អូនមួយចំនួនគាត់យល់ច្រឡំអញ្ចឹងណាសត្វតែរឿងដែលគេនិយាយពីនីយពីអើយមកហើយថ្ងៃហ្នឹងដូចគ្នាដែរថ្ងៃហ្នឹងគឺខ្ញុំបានពំនាំយកសាច់រឿងមួយដែលពាក់ព័ន្ធជាមួយនឹងជ្រូកព្រាយអញ្ចឹងរឿងជ្រូកព្រាយបងប្អូនថាធ្លាប់ឮច្រើនណាបើតាមដែលខ្ញុំនិយាយនៅលើ channel របស់ខ្ញុំក៏ដូចជាអត់មានក្រោមពី4រឿងដែរហើយនៅតាមនៅខ្ញុំសរសេរឲ្យ channel នៅក្នុងស្រុកយើងទៀតខ្ញុំសរសេរតាំង7 8 channel អញ្ចឹងរឿងជ្រូកព្រាយហ្នឹងគឺច្រើនប៉ុន្តែថ្ងៃនេះដាច់ដល់ឡែកខ្ញុំពំនាំយករឿងជ្រូកព្រាយមួយប៉ុន្តែវាអត់ស្តៀងពីគេអីប្រហែលទេវាស្តៀងដែរប៉ុន្តែវាអត់នេះទេមានចំណុចឆ្ងាញ់ច្រើនអញ្ចឹងចូលដល់សាច់រឿងហ្មងគឺនិយាយពីគ្រូខៀវជាមួយនឹងគ្រូដុងនិយាយពីគ្រូទាំងពីរនាក់ហ្នឹងគាត់គឺជាសិស្សរួមគ្រូជាមួយនឹងគ្នាអញ្ចឹងគាត់ធំធាត់ឡើងត្រូវបានឪពុកម្ដាយយកទៅផ្ញើជាមួយនឹងអ៊ំពូមីងដូចគ្នាហ្នឹងគាត់គឺមានឆ្នាំឆ្លូវដូចគ្នាទៀតនៅពេលដែលគាត់ធំពេញរូបពេញរាងអ្នកទាំងពីរក៏ត្រូវបានឪពុកម្ដាយនឹងបញ្ជូនតរបៀបថាអត់ដឹងថាក្រុមគ្រួសាររបស់អ្នកទាំងពីរហ្នឹងត្រូវបដាសាអីឬក៏ពីដើមឡើយហ្នឹងគាត់ធ្លាប់សច្ចាធ្លាប់សន្យាអីឲ្យតែគ្រូដុងជាមួយនឹងគ្រូខៀវហ្នឹងមិនសាច់ញាតិបងប្អូនទេណាអ្នកនៅដាច់ចលែកពីគ្នាទេប៉ុន្តែសាច់រឿងគឺដូចគ្នាឲ្យតែយកគាត់មកផ្ទះប៉ុន្តែនៅផ្ទះនឹងមានរឿងមានភ្លើងឆេះផ្ទះទៅបើមិនចឹងទេអ្នកផ្ទះឈឺមានរឿងអាក្រក់កើតឡើងរហូតតែបើបញ្ជូនគាត់ទៅក្រៅអត់អីទេអញ្ចឹងដល់ពេលដែលគាត់ទៅបញ្ជាន់រូបរកគ្រូបញ្ជាន់រូបគេបានរាប់ដៃរាប់ជើងក៏ដូចជាគ្រូដែលបញ្ជាន់រូបធ្វើពិធីហ្នឹងគេនិយាយថាទាល់តែអ្នកទាំងពីរមានអាយុ21ឆ្នាំឡើងបានអាចមកយកនៅជាមួយនឹងអាចមកនៅជាមួយនឹងក្រុមគ្រួសារបានបើមិនដូច្នោះទេគឺក្រុមគ្រួសារតែងតែមានរឿងមានរ៉ែនឹងឯងអញ្ចឹងនៅពេលដែលគាត់ត្រូវបានឪពុកម្ដាយបញ្ជូនទៅពេលចុងក្រោយនៅពេលមានអាយុ15ឆ្នាំក៏បញ្ជូនគ្រូខៀវជាមួយនឹងគ្រូដុងនឹងបញ្ជូនទៅកាន់អ៊ំប្រុសម្នាក់ឈ្មោះអ៊ំជេងយកទៅដាក់មួយអ៊ំជេងនឹងឲ្យអ៊ំជេងនឹងមើលថែក៏ដូចជាបរិញ្ញានឹងឪពុកម្ដាយសុខចិត្តឲ្យប្រាក់ទៅកាន់អ៊ំប្រុសនឹងអ៊ំប្រុសបាននិយាយថាមិនអីទេឲ្យតែពួកវាហ្នឹងណាវានៅមួយអញទៅវាជួយកាប់អស់ជួយដងទឹកដងអីទៅមិនបាច់ឲ្យប្រាក់ឲ្យអីទេអញ្ចឹងគ្រូជេងហ្នឹងក៏យកអ្នកទាំងពីរហ្នឹងតែនិយាយថាគ្រូខៀវក៏ទៅបានមុន3ថ្ងៃបន្ទាប់មកបានគ្រូដុងហ្នឹងទៅរបៀបថាចៃដន្យមែនតើចេះតែរដូចគ្នាតែរគ្រូដូចគ្នាដល់ពេលទៅដល់អញ្ចឹងអ្នកទាំងពីររាប់អានគ្នាស្រឡាញ់គ្នារបៀបថាដូចបងប្អូនអញ្ចឹងតាំងតែពីដើមមកហើយអ៊ំជេងគាត់ស្រឡាញ់អ្នកទាំងពីរដល់ពេលដែលអ្នកទាំងពីរនៅជាមួយគាត់ប្រហាត់បរៀនគាត់ប្រើគាត់របៀបថាយករបស់នេះឲ្យតិចមើលក៏ដូចជាប្រើថារបស់នេះគេដាក់នឹងជើងគេដាក់នៅលើអាសនៈគេដាក់ចេះដាក់ចោះគេអត់ដាក់ដោយផ្ទាល់ទេរបស់នេះគេទ្រាំជើងពៀនរបស់នេះគេរុំកណាត់ក្រហមរបស់នេះគេរុំចេះរុំចោះប្រាប់ទៅកាន់ក្មេងទាំងពីរនាក់ដល់ចាំតែពេលហើយមានអ្នកដែលមករកដល់អំពើដោះស្នែងក៏ប្រើក្មេងនឹងដែរឲ្យជួយហុចនេះហុចនោះឲ្យអញ្ចឹងណាសំបីតាគាត់ភាកច្រើនគ្រូជេងនឹងគាត់ប្រើមលូហ្នឹងគាត់រុំជំវិញស្លាហើយគាត់ឲ្យគេតាពីភាកច្រើនគាត់ធ្វើអញ្ចឹងប្រើក្មេងទាំងពីរនាក់ហ្នឹងឲ្យទៅយកទៅរកទិញស្លឹកនេះទៅរកទិញស្លឹកម្លូទិញអីហ្នឹងយកមកទុកឲ្យគាត់ក៏ដូចជារកតាពាំងរកអីទៅក្មេងហ្នឹងល្អឯងទាំងពីរនាក់ហ្នឹងគ្រូជេងគាត់អត់មានចំគោចំក្បីអីទេគាត់ប្រកបតែរបរគ្រូហ្នឹងមួយអញ្ចឹងប្រហាត់បរៀនទៅកាន់អ្នកទាំងពីររហូតដល់អ្នកទាំងពីរមានអាយុ21ឆ្នាំនៅពេលដែលនៅជាមួយនឹងគ្រូហ្នឹងពីអាយុ15ដល់អាយុ20ហ្នឹងគ្រូអត់ទាន់បរៀនអាគមទេណាអត់ទេគឺគ្រាន់តែប្រាប់ទេ
គ្រាន់តែប្រាប់ពីណែអានេះគេធ្វើចេះធ្វើចោះដល់ពេលដែលកូននឹងពេញរូបពេញរាងហើយអាយុ14 20បានបរៀនអញ្ចឹងនៅពេលដែលអាយុ21ឪពុកម្ដាយទាំងសងខាងហ្នឹងក៏មិនយកកូននឹងទៅនៅជាមួយវិញដោយសារតែឃើញតើកូននឹងពេញកន្លោះក៏ដូចជាផុតអបដាសាគេហើយប៉ុន្តែដល់ពេលដែលមកដល់ក៏ស្រាប់តែអ្នកទាំងពីរបដិសេធដូចគ្នាដោយសារអីពួកគាត់និយាយថាគាត់ចង់នៅមួយគ្រូនឹងបាន3-4 ឆ្នាំទៀតសិនមូលហេតុទី1គឺដោយសារតែមនសិចេតនានៅជាមួយគ្រូនោះឡើងស៊ាំទៅហើយឡើងស៊ាំជាមួយនឹងគ្រូជេងហើយណាមួយឥឡូវគ្រូជេងនឹងអាយុនឹងក៏81 82ទៅទៀតចាស់ទៅហើយអត់ទាន់បានសងគុណគាត់ទេចង់សងគុណគាត់សិនដល់ពេលហ្នឹងឪពុកម្ដាយក៏សួរគាត់អ្នកទាំងពីរហ្នឹងឲ្យសម្រេចចិត្តឲ្យច្បាស់ថាតើពិតជាចង់នៅមែនអត់អ្នកទាំងពីរថាគាត់ចង់នៅមិនអីទេចាំពេលតនេះគាត់ទៅលេងជាមួយសឹងតែផ្លេចពុកម៉ែនឹងអស់ទោះបីជាពេលដែលនៅមួយគ្រូជេងហ្នឹងថតថា3ខែម៉ែមកម្ដង2ខែម្ដងឬក៏5ខែម្ដងក៏ដោយគាត់នៅតែអត់នឹកផ្ទះនឹកអីហើយកត្តាមួយទៀតហើយរៀនអាគមបានមួយឆ្នាំហើយពេញចង់ហើយពេញឆ្ងាញ់ហើយពេញរបៀបថាចង់រៀនតអញ្ចឹងបើទៅមុននៅមួយម៉ែមួយពុកខ្លាចថាអត់បានរៀនដឹកដល់អ្នកទាំងពីរតាំងតែពីក្មេងរហូតដល់អាយុ20ឆ្នាំមិនដែលចេះចំណែនគ្នាទេអត់សោះហ្មងប៉ុន្តែនៅពេលដែលមានអាយុ21ឆ្នាំអ្នកទាំងពីរចាប់ផ្ដើមផ្លាស់ប្ដូរគឺជាពិសេសជាងគេគ្រូខៀវនៅពេលដែលគ្រូដុងគាត់របៀបថារៀនបានមុនមួយថ្ងៃអីចឹងគ្រូខៀវគាត់រៀងអន់ចិត្តឬក៏ហុចនេះហុចនោះឲ្យមុនបន្តិចគាត់រៀងអន់ចិត្តរបៀបចឹងណាចរិតគាត់គឺចាប់ផ្ដើមយើងផ្លាស់ប្ដូរបន្តិចដល់ពេលដែលនៅជាមួយនឹងគ្រូជេងនឹងរៀនបានរយៈពេល4ឆ្នាំទៀតខ្លួនឯងមានអាយុ25ហើយអញ្ចឹងដល់ពេលដែលរៀនបាន4ឆ្នាំទៀតនៅពេលនឹងគ្រូជេងធ្វើអីក៏គាត់ឈប់ទៅដែរគាត់ចេះហើយអាយុគាត់គឺ8ក្រាស់ទៅហើយអញ្ចឹងទៅដោះអំពើដោះអីហ្នឹងពឹងអ្នកកន្លោះទាំងពីរនាក់ឲ្យទៅទាំងពីរទៅជួយគ្នាទៅនៅពេលហ្នឹងគ្រូដុងតែងតែសង្កេតឃើញថាគ្រូខៀវហ្នឹងគាត់ឆាប់អន់ចិត្តគាត់ឆាប់លឺថាអីក៏ដោយឲ្យគាត់រៀងបានធ្វើបានមុនអញ្ចឹងណាមើលទៅគឺគេហាក់បីដូចជាអត់សប្បាយចិត្តតទៅសោះអញ្ចឹងគាត់តែងតែទុកមុខឲ្យតែងតែឲ្យគ្រូខៀវហ្នឹងរបៀបថាធ្វើអីគឺធ្វើមុនទៅរបស់ខ្លះគាត់សុខចិត្តចាញ់មកដល់ពេលវេលាដែលកន្លងផុតទៅដល់ខ្លួនឯងមានអាយុ25ឪពុកម្ដាយមកសួរម្ដងទៀតគាត់ថាអត់យូរទេព្រោះមើលទៅអាការៈរបស់គ្រូធំគាត់គ្រូជេងហ្នឹងគាត់ធ្ងន់ធ្ងរហើយដល់ពេលអញ្ចឹងគាត់គឺរបៀបថាដូចនិយាយដូចប្រមាថចុះអ្នកខ្លះគឺយើងនិយាយភាសាពិតប្រកបទៅយើងនិយាយត្រង់ទៅវាអត់ប្រុសស្ដាប់របៀបថាមនុស្សហ្នឹងអាយុច្រើនហើយក៏ចេះហើយអញ្ចឹងធម្មតាយើងប្រើភាសាថាគាត់ហ្នឹងប្រហែលជាមិនបាន10 20ឆ្នាំទៀតទេហ្នឹងអីអញ្ចឹងណាមិនយើងប្រមាថគាត់ទេឬពេលខ្លះយើងថាដឹងបានប្រហែលឆ្នាំទៀតទេពេលខ្លះយើងនឹងមិនបាន100ឆ្នាំហ្នឹងឃើញគាត់នឹងធ្ងន់ធ្ងរមែនពេលខ្លះអ្នកខ្លះគាត់ក៏ចាប់ផ្ដើមរៀបចំអីអញ្ចឹងណាអញ្ចឹងគាត់ថាខាងគ្រូខ្ញុំហ្នឹង8ក្រាស់ទៅហើយ86 87ទៅហើយអត់បាន20ឆ្នាំទៀតទេហ្នឹងអត់បាន100ជាងហ្នឹងអញ្ចឹងគាត់នឹងចង់នៅមើលថែគ្រូនឹងសិនម្ដាយឪពុកក៏អត់ខ្វាត់ដែរអ្នកទាំងពីរនៅមើលថែគ្រូនោះរហូតបានប្រហែលជា2ឆ្នាំទៀតអញ្ចឹងដល់ថ្ងៃដែលគ្រូជេងគាត់ត្រូវផុតគាត់ប្រាប់មុនអញ្ចឹងគាត់ឲ្យអ្នកទាំងពីរហ្នឹងអនមកចិត្តគាត់អញ្ចឹងគាត់និយាយអត់លឺខ្លាំងទេបានតែខ្សឹបទេគាត់និយាយថាពេលដែលគាត់អត់នៅចេះស្រឡាញ់ចេះមើលថែគ្នាកុំចំណែនគ្នានេះគ្នាព្រោះរបៀបនៃគ្រូមួយចំនួនមិនថាទាំងអស់ទេភាគច្រើនគឺចំណែនគ្នាឬក៏កាច់កង់គ្នាគាត់អត់ចង់ឲ្យមានរឿងបែបហ្នឹងកើតឡើងនៅពេលហ្នឹងតាមពិតទៅគ្រូជេងគាត់អត់មានដាក់អីនៅក្នុងទឹកទេប៉ុន្តែរបៀបថាគាត់នេះណាពេលហ្នឹងគាត់គឺបន្លាចអ្នកទាំងពីរទេឲ្យអ្នកទាំងពីរហ្នឹងសម្រក់ឈាមចូលទៅក្នុងផ្ទៃទឹកហ្នឹងបន្ទាប់មកផឹកស្បត់សេចក្ដីថាទៅថ្ងៃមុខអត់បំពេញគ្នាអត់រករឿងគ្នាឲ្យអ្នកទាំងពីរនឹងផឹកអ្នកទាំងពីរផឹកស្បត់សេចក្ដីហ្នឹងតែមើលទៅគ្រូខៀវគាត់និយាយថាមុនពេលដែលផឹកទឹកមុខរបស់គាត់អាចមើលដឹងគឺគាត់អត់ចង់ផឹកទេរបៀបដូចគាត់ទុកផ្លូវក្រោយរបស់គាត់ដែលទុកសម្រាប់ឆ្លោះជាមួយនឹងគ្រូដុងក៏ដូចជាឲ្យគ្រូដុងនឹងស្មើគាត់របៀបចឹងណាគ្រូនឹងគាត់ដឹងពីអត្តចរិតសិស្សប៉ុន្តែជ្រុលទៅហើយបន្ទាប់មកពួកគាត់ទាំងពីរនាក់ក៏បានមើលថែគ្រូនឹងមួយយប់ហ្នឹងតែពេលចុងក្រោយគ្រូនឹងក៏ផុតទៅក៏
នងគ្នាធ្វើបុណ្យឲ្យគ្រូធ្វើបុណ្យរួចរាល់អ្នកទាំងពីរបានបំបែកគ្នាទៅផ្ទះរៀងខ្លួនគ្រូដុងទៅផ្ទះគាត់គ្រូខៀវនឹងក៏ទៅផ្ទះគាត់ទៅបន្ទាប់មកនៅពេលដែលអ្នកទាំងពីរចាប់ផ្ដើមរបៀបថាចេញមើលគេមើលឯងដោយផ្ទាល់អញ្ចឹងណាអ្នកគ្រូខៀវមួយគ្រូដុងហ្នឹងគាត់នៅឆ្ងាយគ្នាពេលហ្នឹងអញ្ចឹងរៀងរាល់មួយអាទិត្យទៅលេងគ្នាម្ដងពីរដងទៅពេលហើយគ្រូខៀវគាត់កែមុនគ្រូខៀវគាត់កែជាមួយនឹងកូនមេភូមិតែមានអ្នកនិយាយថាចែនិយាយថាគ្រូខៀវហ្នឹងដាក់ស្នេហ៍យកកូនមេភូមិទេពួកដោយសារអីកូនរបស់មេភូមិគាត់មានគូតដឹងហើយមានគូតដឹងហើយសល់តែមួយខែទៀតគេត្រូវការមកហើយគូតដឹងរបស់គេអ្នកធូធាហើយគេបកកែរកស៊ីទៀតអញ្ចឹងហេតុអីបានជាកូនមេភូមិសុខចិត្តការជាមួយនឹងគ្រូខៀវមិនការតែរត់តាមគ្រូខៀវគឺរត់តាមគាត់អញ្ចឹងកូនមេភូមិគាត់ស្អាតណាមីងរីតាពីណាក៏និយាយថាស្អាតដល់ពេលដែលការជាមួយនឹងគ្រូខៀវនៅមួយគ្រូខៀវបានរយៈពេលតែ3ខែគាត់ក៏លែងលះគ្នាពេលដែលទៅគឺទៅទាំងស្រឡាញ់ទៅដល់ថ្នាក់គូនដឹងទៅអង្វរថាអ្នកឯងស្រឡាញ់គេអីគេក៏ដោយប៉ុន្តែជាគូនដឹងរបស់គាត់អត់ខ្វល់ទេទោះបីជាគេបំពេញរាងកាយហើយអីហើយក៏ដោយគាត់ចាំទទួលដៃពីរចឹងណាស្រឡាញ់ចេញពីចិត្តប៉ុន្តែកូនមេភូមិនៅតែប្រកែកតែដល់ពេលដែលទៅនៅមួយគ្រូខៀវបានរយៈពេល3ខែខ្លួនឯងក៏មានគួរពេលហ្នឹងក៏ស្រាប់តែស្អប់គ្រូខៀវនឹងមែនតើគ្រូខៀវក៏ស្អប់វិញរបៀបថាដូចមនុស្សពីរផ្សេងគ្នាអាពេលដែលស្រឡាញ់នឹងងប់គឺពុកម្ដាយទៅបំបែកមិនក៏អត់បានអីក៏អត់បានដែរដល់ថ្នាក់ឪពុកម្ដាយមិនដឹងធ្វើម៉េចឥឡូវឲ្យគេនៅមួយគ្នាទៅបើបំបែកអត់បានផងហើយគ្រូខៀវសឹងតែមិនដែលហៅមេភូមិយកប្រពន្ធគាត់ពុកម៉ែមួយម៉ាត់ទេម្ដាយពុករបស់គេសឹងតែមិនដែលហៅទេចង់បានកូនស្រីគេតែម៉ែឪរបស់គេសឹងតែមិននិយាយដល់បន្ទាប់មកគាត់ក៏លែងលះគ្នាអញ្ចឹងកូនរបស់មេភូមិនឹងក៏ត្រឡប់ទៅវិញទាំងដែលខ្លួនឯងមានកូននៅក្នុងផ្ទៃហើយសួរថាប៉ុណ្ណឹងគូតដឹងចាស់របស់គាត់ស្អប់អត់អីអត់ទេណាមកចូលស្ដីម្ដងទៀតទាំងតែគេមានកូនក្នុងផ្ទៃដឹងហើយឬហើយគេស្រឡាញ់ចេញពីចិត្តគេអត់ខ្វល់មកគេអត់ខ្វល់រឿងអីទាំងអស់បរោះបែបនឹងកំរអាចថាមានខ្ញុំម្នាក់ដែរអញ្ចឹងនៅពេលដែលគាត់នឹងបានចូលស្ដីហើយគាត់ក៏កែតាមប្រពៃណីម្ដងទៀតគាត់អត់មានខ្វល់ទេគ្រូខៀវនៅពេលដែលគាត់លែងលះរួចគាត់ក៏អត់ខ្វល់ដែរគាត់មនុស្សដែលដើរត្រាច់ចោជួនគាត់ទៅនេះជួនគាត់ទៅនោះគាត់និយាយទៅអត់ដែរមានទីលំនៅអីច្បាស់លាស់ទេដើរទៅឆ្វេងទៅស្ដាំទៅខូចមួយកូនអ្នកនេះខូចមួយកូនអ្នកនោះទៅរបៀបចេះគ្រូអញ្ចឹងណាគាត់ផ្លាស់ប្ដូរគ្រប់យ៉ាងនៅពេលដែលគាត់ចេះពេលដែលគាត់អត់ទាន់ចេះគាត់ប្រៀបដូចជាវាថាមនុស្សម្នាក់ដែលគួរឲ្យគោរពគួរឲ្យចូលចិត្តតែនៅពេលដែលគាត់ចេះហើយគាត់ក៏ចាប់ផ្ដើមបង្ករឿងគាត់ក៏ចាប់ផ្ដើមរបៀបថាបញ្ចេញនៅចរិតពិតរបស់គាត់បើនិយាយពីគ្រូដុងវិញទោះបីជាលេចលឺតំណែងពីសិស្សរួមគ្រូដែលជាមិត្តភ័ក្តិហ្នឹងណាខូចប៉ុណ្ណាក៏ដោយមានរឿងអាស្រ័យមិនក៏ដោយគាត់នៅតែរាប់អានគាត់នៅតែស្រឡាញ់នៅតែចូលចិត្តអញ្ចឹងគ្រូដុងហ្នឹងគាត់ក៏បានរៀបការក្រោយគ្រូខៀវនឹងប្រហែលជាមួយឆ្នាំគាត់ពេញចិត្តទៅកាន់កូនស្រីគេម្នាក់ហើយជាកូនកព្រាទៀតរស់នៅតែមួយយាយទេយាយចាស់ចារាទៅហើយជីវភាពគេខ្សោយមែនតែនក្រខ្សត់មែនតែនគូតដឹងរបស់គាត់នៅពេលដែលទំនេរគឺទៅចាប់ត្រីចាប់ក្តាមយកមកដូរអង្គដូរអីខ្លួនជាស្រីអត់មានទីពឹងទេអត់ចេះតែភ្ជួរអត់ចេះតែរស់ទេខែគេស្ទូងក៏ស៊ីឈ្នួលគេស្ទូងទៅដូរអង្គដូរគ្រឿងក្រៅហ្នឹងខែគេច្រូតក៏ស៊ីឈ្នួលគេទៅសឹងតែពេលខ្លះធ្វើការដូចជាមនុស្សប្រុសចឹងស៊ីឈ្នួលគេខ្វៀលគោខ្វៀលក្របីក៏មានដែរបបាហើយសម្រស់គាត់ក៏មិនសូវជាស្អាតអីប្រហែលដែរកាលដែលគាត់នៅកំមុំនិយាយថាមកល្មមចោះចឹងណាមកល្មមចូលចំណោមគេចោះចឹងនៅពេលដែលគាត់នៅពេលដែលគ្រូដុងហ្នឹងគាត់ទៅកាត់គាត់ទៅក៏ឃើញក្មេងកំមុំហ្នឹងគាត់មើលទៅអាយុទៅតែ20តែប៉ុណ្ណឹងមើលទៅគួរឲ្យស្រឡាញ់គួរឲ្យនេះហ្មងគួរឲ្យអាណិតហ្មងរបៀបថាអាណិតទាំងជីវភាពផងហើយឃើញទៅគេហ្នឹងអាចទុកដាក់បានរបៀបមនុស្សស្រីគ្រប់លក្ខផងអីផងអញ្ចឹងណាដល់ពេលគាត់ឃើញគាត់ក៏សុំឲ្យពុកម៉ែហ្នឹងចូលស្ដីឲ្យគាត់អញ្ចឹងនិយាយគេសប្បាយចិត្តណាស់នៅពេលដែលគាត់ចូលស្ដីហ្នឹងអញ្ចឹងនៅពេលដែលគ្រូដុងចូលស្ដីទៅកាន់គូដឹងនឹងរួចអីរួចអញ្ចឹងក៏ដាក់ថ្ងៃការដាក់អីគាត់ហ្នឹងឪពុកម្ដាយក៏ជីវភាពគ្រាន់ដែរគ្រូដុង
គាត់មានផ្ទះមានសប្បាយអីសំរុំស្រួលបួលហើយបានទៅស្ដីគេបន្ទាប់មកក៏យកទាំងយាយយកទាំងប្រពន្ធហ្នឹងយកទាំងគូដឹងហ្នឹងឬថាពេលការរួចយកមកនៅជាមួយអញ្ចឹងនៅពេលដែលគាត់នៅជាមួយនឹងអ្នកមីងនីតហ្នឹងគឺរបៀបថាគ្រួសាររបស់គាត់គឺមានសុភមង្គលទោះបីជាគាត់តាំងខ្លួនជាគ្រូទោះបីជាគាត់ធ្វើអីក៏ដោយមីងនីតគាត់មិនដែលបដិសេធមិនដែលរករឿងទេហើយគាត់របៀបថាមីងនីតហ្នឹងពីដំបូងគាត់ចាប់ត្រីចាប់ក្តាមស៊ីឈ្នួលគេដៃជើងខ្មៅសម្រស់វាមកល្មមអត់ស្អាតតែនៅពេលដែលមកនៅមួយគ្រូដុងចាប់ផ្ដើមសនុកសុខស្រួលពីមួយថ្ងៃទៅមួយថ្ងៃសម្រស់គាត់កាន់តែប្រែទៅស្អាតទៅស្អាតទៅអញ្ចឹងបើនិយាយពីគ្រូខៀវនៅពេលដែលគាត់បានធ្វើដំណើរមកលេងជាមួយនឹងគ្រូដុងនៅពេលដែលគ្រូដុងនឹងរវល់ទៅក្រោយមួយផ្លែនេះគាត់តែងតែនិយាយឡកលើពាក្យស្ដីហ្នឹងណាគាត់តែងតែនិយាយថាអាដុងហៅអាទៅវិញទៅមករបៀបថាអាយុតាណាគ្នាអាដុងវាមានសំណាងណាបានប្រពន្ធស្អាតឲ្យគ្រប់លក្ខទៀតអូខ្ញុំមកបានប្រពន្ធប្រហែលអ្នកឯងវិញមិនបាច់ទេខ្ញុំមកឲ្យធ្វើអីដោយអាដុងអញ្ចឹងខ្ញុំឲ្យសនុកសុខស្រួលជាងធ្វើជាងប្រពន្ធរបស់អាដុងទៅទៀតនិយាយអញ្ចឹងតែងតែលេបខាយគ្រូខៀវចេញចូលអញ្ចឹងបន្ទាប់មកគាត់ការឲ្យម្លងបានប្រហែលជាមួយឆ្នាំគាត់អត់ទាន់យកកូនទេនៅពេលហ្នឹងគ្រូដុងគាត់និយាយថាចាំប្រពន្ធគាត់មានអាយុ22 23សិនក៏ដូចជាចាំខ្លួនឯងនឹងរបៀបរៀងធូរធារជាងនេះបន្តិចអ្នកខ្លះគាត់បញ្ញាប់យកកូនខ្លាចចាស់ទៅចេះចោះអ្នកខ្លះទៀតនឹងគោលគំនិតផ្សេងគ្នាណាអ្នកខ្លះទៀតគាត់ក្រយកដោយសារអីគាត់ចាំមានគោក្របីទាំងប៉ុណ្ណេះសិនចាំមានដីធ្លីទាំងប៉ុណ្ណេះសិនក៏ដូចជាចាំបានមុខរបរនឹងប៉ុណ្ណេះដោយសារអីគាត់គិតថានៅពេលដែលប្រពន្ធគាត់ពោះ9ខែ10ថ្ងៃហ្នឹងចាប់ពីប្រហែលខែទៅតែគាត់អត់អាចទៅឆ្ងាយបានឧទាហរណ៍ថា1ខែឬក៏2ខែអញ្ចឹងគាត់អាចចេញទៅរកស៊ីអីបានទេអញ្ចឹងគាត់សកួររបស់ហ្នឹងទុកសម្រាប់ពេលដែលគាត់អត់បានទៅរកអីហ្នឹងខ្លាចថាអត់មានអីផ្គត់ផ្គង់គ្រួសារអញ្ចឹងណាតែនេះគាត់ទៅជាគំនិតខុសៗគ្នាទេអ្នកខ្លះទៀតគាត់អត់សូវខ្វល់ទេធ្វើម៉េចឲ្យបានកូននឹងមកសិនអញ្ចឹងណាអញ្ចឹងវាគ្មានអីខុសប្លែកទេនៅពេលហ្នឹងការឲ្យមួយឆ្នាំអត់ទាន់យកកូនទេគាត់ថាចាំឆ្នាំក្រោយនៅពេលហ្នឹងយាយក៏ឈឺធ្ងន់យាយនៅជាមួយឈឺធ្ងន់គាត់ក៏ស្លាប់អញ្ចឹងនៅក្នុងពិធីបុណ្យសពរបស់យាយណាគ្រូខៀវក៏បានមកចូលរួមដែរអញ្ចឹងនៅពេលដែលគ្រូខៀវគាត់មកចូលរួមគាត់ក៏និយាយឡកលើស្ដីនិយាយលេងអញ្ចឹងណាពីដំបូងគឺគាត់និយាយរបៀបថាចូលរួមរំលែកទុក្ខផងដែលបាត់បង់ម្ដាយបាត់បង់អីហ្នឹងតែដែលបាត់បង់យាយនឹងច្រឡំតែនៅពេលដែលគាត់បានមកចូលរួមពិធីបុណ្យសពនឹងរួចរាល់មុននឹងចេញទៅក៏និយាយជាមួយនឹងមីនិតដែលត្រូវជាប្រពន្ធរបស់គ្រូដុងគាត់និយាយថាបើសិនជានៅមួយអាដុងអត់មានក្តីសុខទេប្រាប់គាត់ណាគាត់ចាំទទួលដៃពីរប្រាប់ភាសាអញ្ចឹងដល់ពេលហើយប្រពន្ធហ្នឹងក៏និយាយប្រាប់គ្រូដុងថាបងគ្រូខៀវនិយាយអីប្លែកមិនទេនិយាយថាបើបងឯងចេះបងឯងចោះគាត់និយាយអញ្ចឹងខ្ញុំខ្លាចណាប្រាប់ទៅកាន់គាត់គាត់និយាយអញ្ចឹងខ្ញុំខ្លាចណាដល់ពេលហ្នឹងគ្រូដុងគាត់ក៏កាន់ជើងរបៀបថាកុំឲ្យប្រពន្ធនឹងគិតច្រើនថាមិនអីទេឯងចាត់ទុកថាគាត់និយាយលេងទៅវាមិនអីទេគាត់និយាយលេងនិយាយអីហ្នឹងដល់ពេលហើយប្រពន្ធថាខ្លាចតែគាត់អត់និយាយលេងគាត់និយាយមែនណាបងថាអញ្ចឹងណាបន្ទាប់មកគ្រូខៀវគាត់ក៏បាត់មុខប្រហែលជាកន្លះឆ្នាំបាត់ឈឹងអត់ដែរមកនៅពេលហ្នឹងប្រពន្ធរបស់គ្រូដុងហ្នឹងពោះហើយ5ខែបាត់មុខកន្លះឆ្នាំមិនដឹងថាគាត់ទៅណាទៅណីទេតែមានអ្នកនិយាយថាចេះនៅពេលហ្នឹងគ្រូខៀវបានជួបជាមួយនឹងគ្រូម្នាក់ទៀតដែលជាជនជាតិភូមាអញ្ចឹងគាត់បានទៅរៀនជាមួយនឹងជនជាតិភូមាហ្នឹងបានទៅរៀនគ្រូនឹងនិយាយទៅត្រូវគ្នាអញ្ចឹងកន្លះឆ្នាំហ្នឹងគាត់ទៅរៀនបន្ទាប់មកនៅពេលដែលគ្រូដុងហ្នឹងគាត់កំពុងតែអង្គុយលេងជាមួយប្រពន្ធថ្ងៃមួយក៏ស្រាប់តែគ្រូខៀវហ្នឹងបានធ្វើដំណើរចូលមកក្នុងភូមិអញ្ចឹងដល់ពេលគាត់ធ្វើដំណើរមកគាត់ចាប់អារម្មណ៍ថាខុសប្លែកគ្រូខៀវនឹងស្លៀកពាក់ខុសប្លែកពីមុនមកគាត់ស្លៀកដូចសពុតអញ្ចឹងដូចសពុតដូចសរងអញ្ចឹងណាហើយគាត់ពាក់អាវរាងវែងការតុបតែងខ្លួនរបស់គាត់គឺខុសប្លែកមកហើយគាត់លាបម្សៅខៀវនៅក្រោមសបកភ្នែកនៅពេលដែលធ្វើដំណើរមកអញ្ចឹងក៏សួងបាត់ទៅណាគាត់ឲ្យគេស្វែងរកដែរចង់ដឹងសុខទុក្ខមិនអីមិនគាត់ប្រាប់ថាគាត់ជាប់រៀនអញ្ចឹងគាត់ទៅរៀនតហ្នឹងមួយឆ្នាំកន្លះតែ2ឆ្នាំទៀតគាត់ទើបតែជួបគ្រូល្អគ្រូខ្លាំងហ្មងជនជាតិគេទៀតប្រាប់អញ្ចឹងណាគេចេះនិយាយភាសាយើងតែជនជាតិគេទៀតចង់រៀនអត់បើចង់រៀន
គាត់សុំគ្រូហ្នឹងឲ្យប្រហាត់បរៀនជាមួយគ្នាសួរមកកាន់គ្រូដុងនៅពេលហ្នឹងគ្រូដុងក៏និយាយថាអូយគាត់រៀនតែប៉ុណ្្នឹងបានហើយគាត់អត់ចង់ខ្លាំងទៅណាទៀតទេណាមួយប្រពន្ធគាត់ក៏ពោះធំអីពោះធំទៀតអញ្ចឹងនៅពេលដែលប្រពន្ធគាត់ពោះធំធម្មតាសម្រស់នឹងបែកអីមនុស្សស្រីអញ្ចឹងគេថាមិនប្រាប់យើងទៅជាមនុស្សប្រុសថាស្រឡាញ់មនុស្សស្រីស្រឡាញ់ឲ្យមានស្ថិរភាពបន្តិចព្រោះនៅពេលដែលគាត់ពោះនៅពេលហ្នឹងសម្រស់របស់គាត់កាន់តែបាក់ទៅហើយអត់ដូចពេលដែលគាត់ទើបតែរៀបការថ្មីថ្មងជាមួយនឹងយើងទេយើងស្រឡាញ់គេស្រឡាញ់ចេញពីចិត្តតិចអញ្ចឹងណាអញ្ចឹងនៅពេលហ្នឹងមកឃើញប្រពន្ធរបស់គ្រូដុងគាត់វាថាអត់ចាប់អារម្មណ៍ទេសម្រស់បែកអីបែកអញ្ចឹងមកប្រាប់ទៅកាន់គ្រូដុងថាមិនបាច់មើលផ្លូវគាត់ទេគាត់រៀនមួយគេអញ្ចឹង5ខែអីទៀតឬក៏1ឆ្នាំទៀតគាត់មកលេងទៀតថាហ្នឹងហើយអត់អីទេចឹងហ៎នៅពេលហ្នឹងគ្រូខៀវគាត់ក៏ធ្វើដំណើរទៅវិញបាត់គាត់ប្រហែលជា1ឆ្នាំទៀតមែនមកម្ដងទៀតនៅពេលហ្នឹងកូនរបស់គ្រូដុងគាត់នេះហើយរបៀបថាចេះសឹងតែចេះវាចេះអាលៀលទៅហើយមកដល់ធ្វើដំណើរមកឃើញគ្រូដុងក៏ដូចជាឃើញប្រពន្ធហ្នឹងណាមករយៈទៀតមករយៈមើលទៅគ្រូខៀវគាត់អត់ចាស់សោះសម្រាប់របស់គាត់គឺនៅដដែលអត់ចាស់គាត់តែការស្លៀកពាក់របស់គាត់រៀងប្លែកអញ្ចឹងណាការតុបតែងខ្លួនរបស់គាត់មកលេងមកគេងជាមួយបានមួយថ្ងៃអញ្ចឹងក៏និយាយគ្នាទៅសួរសុខទុក្ខពីនេះពីនោះការរស់នៅមិនដែរអីមិនដែរអញ្ចឹងទៅនិយាយគ្នាសួរគ្នាដល់ពេលបន្ទាប់មកគ្រូខៀវហ្នឹងសម្រាប់បានមួយយប់ថ្ងៃក៏អត់មានបច្ចេកទេសកិរិយាអីប្លែកៗឬក៏ធ្វើបាបមកកាន់នរណាណាបន្ទាប់មកគាត់លាទៅវិញអញ្ចឹងបាត់គាត់មួយឆ្នាំទៀតបានគាត់នឹងធ្វើដំណើរមកអញ្ចឹងគាត់មកម្ដងហ្នឹងគាត់ប្រាប់ថាគាត់មកមើលគេមានអ្នកដែលត្រូវអំពើរបស់ជនជាតិគេនៅក្បែរភូមិនឹងឯងអញ្ចឹងគ្រូដុងនៅអត់ដឹងទេអីគ្រូដុងថាដឹងតើមានអ៊ំប្រុសម្នាក់ដែលគាត់ជាអ្នកលក់ថ្នាំរបៀបថាផ្សំថ្នាំខ្មែរដើរលក់អញ្ចឹងគាត់លក់ទៅគាត់កាត់របរគេគាត់ត្រូវរបស់ជនជាតិគេគាត់ក៏ឈឺធ្ងន់អញ្ចឹងសួរគ្រូដុងថាហាអញ្ចឹងឯងមិនទៅមើលទេថាអញទៅមើលតើប៉ុន្តែអញមើលអត់ជីអញអស់ជំរឿហ្មងហើយអញអត់ហ៊ានលូកជ្រៅទេអើយអញខ្លាចងាប់ថាអញ្ចឹងណាគេខ្លាំងអញអត់ហ៊ានលូកជ្រៅទេអញខ្លាចងាប់ចុះឯងមើលមិនដែរថាគេនឹងក៏ជាគ្រូនឹងក៏ងាប់អត់ថាអញ្ចឹងហែងខានទៅប៉ុន្មានថ្ងៃថាខានទៅមួយអាទិត្យហើយតែអញមើល3ថ្ងៃមុនអញមើលតែ3ថ្ងៃមនុស្សនឹងក៏ជាគ្រូនឹងក៏ងាប់អញ្ចឹងគ្រូដុងក៏សើថាអូកំណត់មុនវិជាឯងខ្លាំងណាស់ចឹងហ៎ថាលេងសើចមិនបានអញឥឡូវខ្លាំងហ្នឹងហើយបន្ទាប់មកនៅពេលដែលងាកសន្លឹងទៅឃើញមីនិតប្រពន្ធរបស់គ្រូដុងសឹងថាលីវថាលងគាត់នៅពេលដែលគាត់កូនមួយគាត់ស្អាតទៅចេះតែស្អាតទៅអញ្ចឹងលងជាមួយនឹងសម្រស់ក៏សួរប្រពន្ធឯងឥឡូវស្អាតមែនអញ្ចឹងសួរតែកាន់គ្រូខៀវវិញថាមិនអត់យកប្រពន្ធអត់យកកូនគេឯងទេអីសួរទៅគ្រូខៀវថាអញមានហើយថាមានហើយថាហ្នឹងហើយប្រពន្ធអញនៅទល់ដែរណោះកូនអញមានម្នាក់អាយុប្រហែលជា7-8 ខែហ្នឹងប៉ុន្តែគ្រូដុងអត់ដែលបានឃើញមុខកូនទេណាឮតែគាត់និយាយទេសួរតែដែលឃើញមុខកូនអត់ទេអត់ដែលឃើញថាមុខកូនហ្នឹងមិនអញ្ចឹងនៅពេលដែលនិយាយលេងលាក់តែឲ្យគាត់ទៅវិញដល់ពេលបាត់គាត់ឆឹងដល់ពេលដែលគាត់មកម្ដងទៀតនៅពេលហ្នឹងកូនរបស់គ្រូដុងហ្នឹងមានអាយុ3ឆ្នាំមកនៅថ្ងៃហ្នឹងគ្រូដុងហ្នឹងគាត់ជាប់រវល់ជួយពុកនេះរបស់គាត់ហ្នឹងជួយពុករបស់គាត់ហ្នឹងដឹកក្តាប់អស់ខែច្រូតគាត់ដឹកក្តាប់ដឹកអីពូច្រូតដាក់នៅស្រែខ្លាច់សើមភ្លៀងសើមអីចឹងណាអញ្ចឹងអោយគ្រូខៀវហ្នឹងអង្គុយនិយាយលេងមួយប្រពន្ធគាត់ទៅគាត់មានរវល់អង្គុយនិយាយលេងមកប្រពន្ធគាត់ទៅដឹកក្តាប់ដឹកអីនឹងសិនមេឃរកភ្លៀងរកអីហើយទៅដឹកជាមួយនឹងឪហ្នឹងអញ្ចឹងធម្មតាយើងដឹកក្តាប់នៅសម័យមុនអត់ដូចយើងឥឡូវទេបងប្អូនដឹងហើយអ្នកដែលកាត់តន់បោះអទេសកូនដឹកខ្ញុំតន់ចាំថាវាយូរយើងជូនរៀបនៅលើអទេសហ្នឹងយើងក្រាលនេះក្រាលនោះក្រាកាតេលស្លឹកថ្នោតយើងកុំអោយជ្រុះគ្រាប់ស្រូវពោះចាស់គ្រាប់ស្រូវមកគ្រាប់ពីរគ្រាប់គាត់ស្ដាយណាគាត់ស្ដាយគឺអត់ដូចយើងបាយសោលដូចខ្ញុំអីបាយសោលចាក់ចោលអីអត់គាត់ស្ដាយមែនតើហ្មងអញ្ចឹងនៅពេលដែលរៀបក្តាប់រៀបអីហើយបោះអទេសរៀងឆ្ងាយទៀតនៅពេលដែលបោះអទេសគោមកដល់នៅពេលហ្នឹងក៏ស្រាប់តែវាថាតម្លាក់ក្តាប់ធ្លាក់អីហើយក៏ឃើញកូនហ្នឹងកំពុងតែអង្គុយយំកូនដែលមានអាយុ3ឆ្នាំជាងកំពុងតែអង្គុយយំនៅខាងក្រោមផ្ទះក៏ស្ទុះទៅខ្លួនឯងគិតថាចាំកូនអាយុ4ឆ្នាំអីចាំយកមួយទៀតអញ្ចឹងស្ទុះទៅដល់ក៏សួរកូនមានរឿងអីកើតឡើងកូនមិនខ្លួនឯងយំកូនហ្នឹងក៏ប្រាប់នៅថ្ងៃហ្នឹងអ្នកផ្ទះគាត់អ្នក
គាត់នឹងនៅផ្ទះរបៀបមកដប់នៅលើទួលដើមស្វាយហ្នឹងអ្នកភូមិផ្សេងនៅឆ្ងាយពីគាត់200ម៉ែត្រឡើងទៅទាំងអស់គាត់នៅលើទួលមួយនៅក្នុងភូមិដែរបើជុំវិញផ្ទះគាត់សិតតែស្រែសិតតែអីចឹងហើយនៅហ្នឹងមានតែផ្ទះគាត់មួយហើយនឹងផ្ទះប្អូនថ្លៃគាត់មួយផ្ទះពុករបស់គាត់នឹងមួយតែថ្ងៃហ្នឹងអ្នកផ្ទះហ្នឹងគឺទៅស្រែទាំងអស់ទៅច្រូតបញ្ញាប់ច្រូតឲ្យហើយខ្លាច់ភ្លៀងខ្លាច់អីហ្នឹងហើយក៏បបួលគាត់ទៅដឹកកដាប់ហ្នឹងនាំគ្នាទៅស្រែទៅទាំងក្មេងទាំងចាស់ទៅលលីងហ្មងអត់មានអ្នកនៅទេនៅសល់តែប្រពន្ធគាត់ជាមួយនឹងកូនគាត់ហ្នឹងឯងអញ្ចឹងនៅពេលដែលសួរកូនទៅកូនប្រាប់ថាម៉ែស្លាប់បាត់ហើយម៉ែស្លាប់បាត់ហើយក៏ស្ទុះឡើងទៅដល់ក៏ឃើញប្រពន្ធហ្នឹងដេកស្លាប់នៅលើផ្ទះអាក្រាតកាយឃើញប្រពន្ធហ្នឹងដេកស្លាប់លើផ្ទះអាក្រាតកាយហើយគាត់ត្រូវបានគេយកខ្នើយនឹងខ្ទប់សម្លាប់នៅពេលហ្នឹងក៏បានសួរកូនមិនបានម្ដាយកូនឯងស្លាប់ប្រាប់ថាអ៊ំប្រុសហ្នឹងចាប់ម្ដាយអ៊ំប្រុសហ្នឹងសម្លាប់ម្ដាយគ្រូខៀវហ្នឹងចាប់ប្រពន្ធគាត់សម្លាប់ប្រពន្ធគាត់លឺហើយគាត់ក្តៅស្រកជាគ្រឿងជើងពោកូនទាំងកូននឹងកំពុងតែយំអញ្ចឹងតាដែលត្រូវជាពុករបស់គាត់នឹងតារបស់ចៅរត់មកសួរមានរឿងអីក៏ប្រាប់ថាប្រពន្ធត្រូវបានគ្រូខៀវនឹងចាប់អញ្ចឹងនៅពេលហ្នឹងគាត់រថាអត់ទាន់ច្បាស់ 100% សួរអ្នកភូមិដែលនៅក្បែរថាមានឃើញគ្រូខៀវចេញទៅអត់សួរនាំគេណាអញ្ចឹងអ្នកមីងជាមួយនឹងលោកពូក្រុមគ្រួសារគេមានមីងពូ2នាក់ហ្នឹងគេកំពុងតែច្រូតនៅក្នុងមាត់ផ្លូវដែលចូលមកផ្ទះរបស់គ្រូដងអញ្ចឹងផ្ទះគាត់មានផ្លូវចេញឆ្វេងស្ដាំខែប្រាំងមកគាត់ដឹកក្តាប់ខាងនេះខាងនោះអញ្ចឹងសួរថាឃើញគ្រូខៀវនឹងចេញទៅទាំងទឹកមុខនឹងភ័យព្រួយហើយខោអាវនឹងលហែកអាយទៀតគាត់សួរថាបញ្ញាប់ទៅណាមានរឿងអីថាអូអាដងឲ្យគាត់នឹងទៅដោះអំពើគេឲ្យគាត់បញ្ញាប់ទៅអញ្ចឹងគាត់ឆ្ងល់ថាបើបញ្ញាប់យ៉ាងហ្នឹងមិនក៏មិនស្លៀកពាក់ឲ្យស្រួលបួលបន្តិចដល់ពេលដែលគាត់បណ្ឌិតទៅលើដៃប្រពន្ធមែនប្រពន្ធទាញអាវគេនឹងលហែកមកទាញអាវគេលហែកជាប់នៅដៃហ្នឹងណាមុនពេលដែលស្លាប់អញ្ចឹងគាត់គ្រាន់តែឃើញអាវហ្នឹងគាត់ដឹងបាត់ហើយសួរអ្នកភូមិទៀតឥឡូវច្បាស់ការ 100% ថាមិត្តភក្តិរបស់ខ្លួនហ្នឹងឯងចាំពេលដែលគាត់ភ្លេចខ្លួនគាត់អត់បាននៅផ្ទះអញ្ចឹងគេថាមនុស្សកុំឲ្យទុកចិត្តពេកមិនថានរណាក៏អាក្រក់តែមានល្អមានអាក្រក់ប៉ុន្តែយើងកុំទុកចិត្តគេពេកទុកចិត្តបានតែកុំពេកស្រឡាញ់បានតែកុំស្រឡាញ់ពេកពាក្យកុំឲ្យពេកអញ្ចឹងណាបងប្អូនពេកវាលើសលួសអញ្ចឹងនៅពេលហ្នឹងគាត់ក៏របៀបថាខំមកសកត់ចិត្តឪពុកម្ដាយក្មេកឪពុកម្ដាយបកើតរបស់គាត់ជាមួយនឹងអ្នកភូមិយំកូននឹងយំរហូតប៉ុន្តែគាត់ខំមកសកត់ចិត្តគាត់យំឆ្អែតអីមិនថាអត់យំពេលដែលឃើញសពប្រពន្ធហ្នឹងក៏យកសពប្រពន្ធហ្នឹងធ្វើបុណ្យធ្វើអីទៅធ្វើបុណ្យធ្វើអីឲ្យប្រពន្ធរួចគាត់បានស្បត់សេចក្ដីថាគាត់នឹងតាមទៅអូសកគ្រូខៀវឲ្យទាល់តែបានគាត់ស្បត់សេចក្ដីអញ្ចឹងដល់ពេលហើយគាត់សុំផ្ញើកូនជាមួយនឹងពុកគាត់តាមស្វែងរកគ្រូខៀវហ្នឹងគាត់សុំផ្ញើកូនជាមួយនឹងពុកគាត់ថាគាត់តាមស្វែងរកគាត់រកគ្រូខៀវហ្នឹងឲ្យទាល់តែឃើញចង់ដឹងថាតើគ្រូខៀវហ្នឹងគេនៅណាគាត់បានតាមស្វែងរកតាមតម្រុយដែលគ្រូខៀវនឹងបានប្រាប់ថាគាត់តែងតែចេញចូលម្ដុំណាហើយក៏ដូចជាសួរនាំអ្នកភូមិមានពីណាដែលឃើញគ្រូខៀវនឹងអត់គាត់ធ្វើដំណើរទៅណាអីទៅណាអញ្ចឹងណាគាត់ធ្វើដំណើរតាមនៅពេលហ្នឹងគាត់បានលាពុកគាត់ទៅអត់មានកំភ្លើងទេតែក៏បិទម្ដងនៅនឹងចកេះទេតាមទៅហើយនៅរបស់អាគមមួយចំនួនប្រហែលជាគាត់ដឹងថាខ្លួនឯងខ្សោយជាងគ្រូខៀវប៉ុន្តែត្រូវតែសងសឹកហើយមួយទៀតគាត់នឹងនៅមានអាគមដែលគ្រូខៀវអត់ចេះគ្រូនឹងបរៀនមុនពេលដែលស្លាប់បរៀនអាចចំណុចសំខាន់នឹង 2-3 កន្លែងអញ្ចឹងគាត់ពឹងទៅលើអាហ្នឹងឯងដែលគាត់អត់ដែលបានប្រើណាគេហៅអាគមសម្លាប់គាត់តាមទៅគាត់អត់ប្រើដោយសឹកអាគមទេដោយសារអីទី1គាត់ដឹងថាគ្រូខៀវនឹងតែរៀនច្រើនពីគ្រូជនជាតិគេមកហើយមួយរយៈនឹងគ្រូខៀវនឹងគាត់ដោះខាត់របស់គាត់រហូតដោះខាត់រាល់ថ្ងៃហើយគាត់អត់ដែលសោះអញ្ចឹងគាត់មានរបស់ការពារនៅនឹងខ្លួនគ្រូខៀវចង់ធ្វើមិនក៏ធ្វើអត់ចូលដែរឲ្យគ្រូខៀវធ្វើតងាប់ក៏ធ្វើអត់ចូលដែរប៉ុន្តែគាត់ធ្វើគ្រូខៀវវិញបើសិនជាគាត់ហ៊ានតារបៀបថាយើងអាចបើបិទក្រុងហ្នឹងការពារក្រុងហ្នឹងបានអញ្ចឹងបើត្រឹមតែការពារក្រុងឲ្យគេវាយចោះវាយមិនក៏វាយអត់ចូលតែបើសិនជាយើងហ៊ានតែបើក្រុងហ្នឹងចូលទៅប្រយុទ្ធមួយគេអាហ្នឹងអាចចាញ់ហ៊ានតែបើក្រុងនេះទៅប្រយុទ្ធអាចចាញ់គាត់ដឹងខ្លួនឯងច្បាស់ហ៊ានតែលេងគេរបស់ដែលគាត់បញ្ជូនទៅនឹងអាចមកវិញរបស់ដែលបញ្ជូនទៅគេបញ្ជូនមកវិញអញ្ចឹងជំរឿនរបស់គាត់គឺត្រូវចាត់ការដោយផ្ទាល់ចាត់ការនៅខាងក្រៅដោយផ្ទាល់អញ្ចឹងនៅពេលដែលគាត់តាមទៅយកអត់ដឹងថាគ្រូខៀវនឹងបានដឹងពីដំណើររបស់គាត់ដែរឬក៏អត់ព្រោះគាត់សើបបានដឹងច្បាស់ហើយ
ឥឡូវគ្រូខៀវរស់នៅក្នុងភូមិមួយហើយគាត់ហ្នឹងនៅតែខ្ទមហ្នឹងទេរស់នៅភូមិហ្នឹងឯងច្រើនជាងគេរៀងរាល់មួយអាទិត្យ2 ទៅ 3 ដងដែលគាត់ចេញចូលមកក្នុងខ្ទមរបស់គាត់បើថាកន្លែងផ្សេងគាត់ទៅគាត់តែរបៀបថាឧទាហរណ៍ថាមកផ្ទះខ្ញុំអញ្ចឹងមានឧទាហរណ៍ថាប្អូនខ្ញុំឬក៏ខ្ញុំត្រូវអំពើគាត់ដោះឲ្យខ្ញុំគាត់សម្រាប់នៅនឹង1ថ្ងៃ2ថ្ងៃឬក៏3ថ្ងៃអញ្ចឹងណាបន្ទាប់មកគាត់ចាក់ចេញទៅបាត់គាត់ទៅហើយគាត់ទៅមើលអ្នកផ្សេងគាត់ដេកចឹងដេកនៅផ្ទះគេបាយផ្ទះគេហើយបានគាត់ចូលទៅក្នុងខ្ទមខ្លួនឯងផ្ទះខ្លួនឯងនៅពេលដែលទទួលដំណឹងដឹងនៅពេលហ្នឹងគាត់បានចេញទៅអញ្ចឹងគាត់ចេញទៅនឹងទៅទាំងយប់គាត់បានសួរទៅកាន់អ្នកភូមិម្នាក់ដែលបោះអតេះគោចេញមកអ្នកភូមិនឹងនិយាយច្បាស់កលែតថាគ្រូខៀវនៅលើខ្ទមគាត់ឃើញអំបញ្ញមិញហ្នឹងគាត់ឃើញគ្រូខៀវនៅលើខ្ទមគាត់ឃើញច្បាស់កលែតអញ្ចឹងឥឡូវទៅឃើញគ្រូខៀវហើយបើចង់ឃើញគ្រូខៀវទៅឃើញប្រាប់គាត់អញ្ចឹងណានៅពេលហ្នឹងគ្រូដុងគាត់ក៏ទៅតែទៅដល់ដូចជាគ្រូខៀវដឹងខ្លួនមុនអញ្ចឹងឬក៏គ្រូខៀវដឹងថាគាត់អាចចាត់ការមកកាន់គ្រូដុងបានជាគាត់កិច្ចរហូតទៅដល់ភ្លើងទៀននៅភ្លឺភ្លើងចង្គៀងនៅភ្លឺសឹងថាទឹកដែលគេផឹកនឹងអង្គើនៅឡើយសឹងថាទ្វារដែលគេចោះទៅហ្នឹងនៅបិទបើកនៅឡើយគេទៅមុនប្រហែលជា3នាទីគាត់បានអស់យូរ3នាទីទៅដល់ឡើងទៅខ្ទមគេពុបគេចោះទៅបាត់គ្រប់យ៉ាងគឺនៅថ្មីសាឡាងនៅលើហ្នឹងគាត់ដឹងភ្លាមអញ្ចឹងក៏លឺឆ្កែអ្នកភូមិនោះព្រុសនៅចុងភូមិនោះបន្តិចដល់ពេលដែលលឺឆ្កែអ្នកភូមិនោះព្រុសគាត់គឺសង្ស័យថាគ្រូខៀវនៅហ្នឹងគាត់ដេញតាមទៅដល់ពេលដែលដេញតាមចោះដេញតាមឡើងដេញទៅក៏ស្រាប់តែបានឃើញឆ្កែហ្នឹងវារបៀបដូចជាគេចាក់ចិច្ចវាអញ្ចឹងវាដេញមកកន្លែងនិយាយទៅធ្ងោបានតិចតើតែគ្រូដុងហ្នឹងគាត់ធាក់មកជើងបានឆ្កែនោះស្ទុបព្រុសងាកទៅបាត់អាចទេដែលថាគ្រូខៀវហ្នឹងគាត់សំណំឆ្កែហ្នឹងកុំឲ្យព្រុសកុំឲ្យតាមគាត់អញ្ចឹងបាត់តាមអត់ឃើញទេគាត់ចំណាយពេលម្ដងហ្នឹងរយៈពេល2 ខែនៅក្នុងការតាមរកគ្រូខៀវគាត់ទៅតាមរកអត់ឃើញមកផ្ទះនឹកកូនហ្នឹងក៏មករកកូនវិញនឹកកូនទៅក៏មកលេងមួយកូនមករកកូនហ្នឹងវិញតែដល់ពេលដែលមកលេងនឹងកូនបាន1ថ្ងៃ2ថ្ងៃអីចេញទៅទៀតហើយទៅរកគ្រូខៀវនឹងទៀតហើយទៅដល់រកអត់ឃើញបាត់គាត់ចំណាយពេល2 ខែរកអត់ឃើញដល់ពេលបន្ទាប់មកក៏ស្រាប់តែមានបរិសម្នាក់គេបានឃើញគ្រូខៀវនឹងគេស្គាល់គ្រូខៀវនឹងច្បាស់គេបានឃើញគ្រូខៀវដើរឆ្លងផ្លូវនៅកន្លែងចន្លោះភ្នំ2ហ្នឹងអត់ដឹងថាគាត់ទៅនឹងធ្វើអីទេប៉ុន្តែគាត់បោះអតេះគោនឹងឆ្ងាយពីគ្រូខៀវប្រហែលជា10 ម៉ែត្រគាត់គ្រូខៀវដើរកាត់មុខអតេះអញ្ចឹងគាត់ក៏ស្រែកសួរដែរគ្រូខៀវគ្រូទៅណាគ្រូខៀវគ្រាន់តែញឹមដាក់ហើយឆ្លងផ្លូវទៅឆ្លងផ្លូវអតេះហ្នឹងទៅអញ្ចឹងឃើញប៉ុណ្ណឹងហើយមកវិញក៏ប្រាប់ថាគ្រូដុងកំពុងទៅតាមរកគ្រូខៀវមែនល្បីថាគ្រូខៀវហ្នឹងចាប់ប្រពន្ធគាត់សម្រាប់ប្រពន្ធគាត់តែសួរថានៅពេលដែលគាត់នឹងបានដឹងដំណឹងហ្នឹងឃើញគ្រូខៀវទៅសួរថាគ្រូខៀវគ្រូឯងចាប់ប្រពន្ធគេមិនហ៊ានសួរហើយមិនហ៊ានសួរអញ្ចឹងទៅដល់គ្រូនឹងចាត់ការបាត់ឡើយអញ្ចឹងគាត់គឺអញញឹមដាក់គេសួរគេដល់រាក់តាក់ធ្វើដូចខ្លួនឯងអត់ដឹងរឿងតែនៅពេលដែលសួរគេក៏ទៅបាត់ហ្នឹងយកតំណែងហ្នឹងមកប្រាប់ក៏លឺដល់គ្រូដុងគ្រូដុងហ្នឹងក៏មកទៅក៏គាត់ថាតរកគេសិនបើដែនគេនៅហ្នឹងឯងគេមិនទៅណាឆ្ងាយទេដល់ពេលដែលគ្រូដុងហ្នឹងគាត់មកដល់គាត់សម្រាប់មកយប់មួយថ្ងៃគ្រូដុងគាត់ក៏បានធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីស្វែងរកកែលោគេមានខ្ទមមានអីលាក់ខ្លួននៅហ្នឹងឬក៏គេនៅក្នុងលអាងថ្មណាមួយរូងភ្នំណាមួយអញ្ចឹងពួកគ្រូពីដើមបងប្អូនហ្នឹងហើយអ្នកខ្លះទៅសង់ខ្ទមនៅក្នុងព្រៃដើម្បីរៀនអ្នកខ្លះទៀតទៅក្នុងលអាងឬក៏រូងភ្នំណាមួយជាកន្លែងថាទីដែលស្ងប់ស្ងាត់ណាអញ្ចឹងស្រួលគេរៀនគេរកទីដែលស្ងប់ស្ងាត់ហ្នឹងអញ្ចឹងគ្រូដុងដែលតាមទៅម្លងមកមួយថ្ងៃតាមទៅដល់ក៏បានជួបជាមួយនឹងព្រានព្រៃ3នាក់ហ្នឹងមើលទៅទឹកមុខគេដូចវាថាដូចកំពុងតែភ័យកំពុងតែមានរឿងអីអញ្ចឹងណាឃើញគ្រូដុងគេដើរមករមកអញ្ចឹងគាត់ចូលទៅសួរមានរឿងអីសួរទៅកាន់ព្រានព្រៃហ្នឹងថាមិនបានទឹកមុខដូចប្លែកមកដូចជាកំពុងតែរត់គេចពីអីព្រានទាំង3ក៏និយាយថាគ្រូថាម៉េចអីឮថាគ្រូឯងហ្នឹងព្រោះមានព្រានម្នាក់ឈ្មោះព្រានយុទ្ធដែលនៅក្នុងចំណោមគាត់ទាំង3ហ្នឹងស្គាល់គ្រូដុងនៅក្នុងចំណោមហ្នឹងគាត់ស្គាល់តាំងតែពីពេលដែលគ្រូដុងនៅជាមួយនឹងគ្រូចេងដែលគ្រូចេងអត់ទាន់ស្លាប់អស់ម៉េច
គាត់ធ្លាប់យកម្ដាយគាត់ទៅឲ្យគ្រូជេចឹងមើលអញ្ចឹងគាត់ស្គាល់ទាំងគ្រូដុងស្គាល់ទាំងគ្រូខៀវគាត់ស្គាល់គាត់ធ្លាប់យកទៅម្ដងហើយម្ដងទៀតគាត់ជួបអ្នកទាំងពីរទៅដោះអំពើគេអញ្ចឹងអ្នកទាំងពីរតែងដើរដោះអំពើដោះអីចឹងណាអញ្ចឹងគាត់ស្គាល់គាត់ជួបនឹងគាត់ដឹងហើយតទៅពេលដែលដំណឹងដែលថាគ្រូខៀវនឹងចាប់ប្រពន្ធសម្រាប់ប្រពន្ធរបស់គ្រូដុងនឹងក៏លេចលឺទៅដល់គាត់ទៀតអញ្ចឹងនៅពេលដែលគាត់បានឃើញគ្រូដុងក៏សួរថាគ្រូដុងដូចថាគ្រូឯងកំពុងតាមរកគ្រូខៀវមែនថាហ្នឹងហើយថាគ្រូខៀវស្លាប់ហើយគ្រូខៀវស្លាប់មានរឿងអីថាអត់ដឹងទេតែខ្ញុំកំពុងតែប្រហែលថាចង់ណាសពគេថាសពចង់ឃើញអត់ខ្ញុំជូនទៅថាចង់អ្នកទាំង3ហ្នឹងក៏សុខចិត្តជូនគ្រូដុងហ្នឹងទៅអ្នកទាំង3ក៏ជូនគ្រូដុងអាយុប្រហែលគ្នាទេអ្នកទាំង3ជាមួយនឹងគ្រូដុងហ្នឹងអាយុហ្នឹងណាអត់នេះទេប្រហែលជា30ស្ដើង31 32នឹងសេរីគ្នានឹងឯងនៅពេលដែលជូនទៅដល់ឃើញសាកសពនឹងគ្រូដុងសឹងតែនឹកស្មានអត់ដល់សាកសពរបស់គ្រូជេងនឹងសាកសពរបស់គ្រូខៀវនឹងដេកស្លាប់នៅនឹងកលៀតថ្មធំ2អ្នកទាំង3អត់ហ៊ានប៉ះពាល់សពទេណាសុកចិត្តមកនឹងមកដើម្បីរាយការណ៍ឲ្យគេទៅហៅគ្រូដុងនឹងមកអត់ហ៊ានប៉ះទេសាកសពនឹងស្នាមមុតជាមួយនឹងខ្នាយជ្រូកព្រៃនឹងជាច្រើនកន្លែងនៅនឹងចកេះនឹងនៅម្ដុំក្រំផ្សិត 4-5 កន្លែងនៅនឹងពោះនៅនឹងចកាកើហេតុអីបានជាគ្រូលំដាប់គាត់បែរជាឲ្យជ្រូកនឹងសម្លាប់បានគ្រូលំដាប់គាត់សំតែជាគ្រូដែលដើរសម្លាប់ព្រាយខ្លាដើរសម្លាប់ជ្រូកព្រាយនឹងចុះហេតុអីបានជាគាត់ទៅឲ្យជ្រូកនឹងសម្លាប់បានវិញឬក៏អាយុគាត់ត្រូវអស់ដោយសារតែបាបកម្មដែលគាត់សាងឬក៏ដោយសារតែគាត់នឹងផ្លត់ស្លៀតនៅរឿងណាមួយអញ្ចឹងនៅពេលដែលឃើញសាកសពនឹងនៅពេលហ្នឹងគ្រូដុងក៏ហាមាត់ថាជ្រូកមែនជ្រូកសម្លាប់មែនអ្នកទាំង3ក៏និយាយថាប្រហែលជាសត្វជ្រូកអញ្ចឹងគាត់សួរទៅកាន់ព្រានយុទ្ធថាព្រានមើលប្រាប់មើលនៅហ្នឹងមានជ្រូកនេះអត់ថាមានមួយក្បាលមែនមានមួយក្បាលជ្រូកនឹងកបុតជើងក្រោយមកជាហៀងទៀតជាប់តាក់គេធ្លាប់ជាប់តាក់របស់ព្រានព្រៃកបុតជើងក្រោយទៀតក៏សួរនាំថាម៉េចជ្រូកនឹងមិនថាជ្រូកនឹងវាមកដល់តំបន់នេះប្រហែលជាមួយអាទិត្យមុនព្រោះមុនពេលមួយអាទិត្យហ្នឹងគាត់ដើរឡើងទូអស់ហើយអត់ឃើញទេអត់មានឃើញដានជ្រូកហ្នឹងទេអត់មានបានឃើញជ្រូកណាមកម្ដប់ហ្នឹងទេជ្រូកមានតែជ្រូកធម្មតាហ្នឹងឯងគាត់ឃើញទេតែបដាកូនបដាអីតាមបណ្ដាប្របាក់ប្រមាញ់ណាវាឆ្លាតប៉ុន្តែចុងបាជាមួយអាទិត្យមុននេះបានឃើញដានជ្រូកហ្នឹងហើយក៏ធ្លាប់ឃើញផ្ទាល់ដែរជ្រូកហ្នឹងជើងតែ3វាចាស់ទៅហើយខ្នាយនិយាយទៅសឹងតកង់ជុំទៅហើយមួយទៀតរួមនឹងក្រាស់ខ្មឹកគាត់ចាប់អារម្មណ៍ថាចេះនៅពេលហ្នឹងគ្នារបស់គាត់នេះដែលនៅជាមួយនេះបានបាញ់វាមកគ្រាប់បាញ់រយៈចម្ងាយប្រហែលជា20 ម៉ែត្រគត់គ្រាប់កាភ្លើងហ្នឹងគាត់សង្ស័យថាត្រូវជ្រូកនឹងវាយំងាយំហើយក៏រត់ចេញទៅបាត់គាត់សង្ស័យថាគ្រាប់នឹងត្រូវអត់មានខុសទេប៉ុន្តែចោះហេតុអីបានជាអត់មុតព្រោះជ្រូកនឹងបាញ់ទៅត្រង់ចំហើយឬក៏ជ្រូកនឹងវាដល់លក្ខណៈថាស្ដាច់ជ្រូកបាជ្រូកជាជ្រូកតាន់ដែលគ្រាប់កាភ្លើងធ្វើអីលែងបានអាចអត់ថាជាជ្រូកប្រភេទហ្នឹងហើយបើសិនជាគ្រូខៀវស្លាប់ដោយសារជ្រូកបែតគឺមានតែជ្រូកលំដាប់ហ្នឹងឯងដែលអាចសម្លាប់គាត់បានឃើញសាកសពគ្រូខៀវប៉ុណ្ណឹងហើយគ្រូដុងក៏អត់ទាន់អស់ចិត្តទេដោយសារអីគាត់ជាគ្រូគាត់ធ្លាប់ឮគ្រូជេងនិយាយប្រាប់ថារឿងជ្រូកក៏ដោយខ្លាក៏ដោយនៅពេលដែលសម្លាប់មនុស្សហើយអាចនឹងមានវិញ្ញាណរបស់វាសន្ធិដ្ឋនៅគ្រាន់តែថាព្រាយខ្លាទៅវាអាចនិមិត្តខ្លួនធ្វើមនុស្សធ្វើអីបានតែជ្រូកវាខុសពីគេជ្រូកវាធ្វើបានតែសំឡេងទេអញ្ចឹងណាវាធ្វើតែសំឡេងទេឮចេញមកបានតែបើថាឲ្យនិមិត្តខ្លួនអត់ទេនៅពេលហ្នឹងគាត់ក៏ចាប់ផ្ដើមមើលទៅលើសាកសពនឹងម្ដងទៀតដល់ពេលហើយគាត់មើលដឹងគាត់ជាគ្រូគាត់ថាមានតែសបកទេប្រាប់ទៅកាន់ព្រានយុទ្ធជាមួយនឹងគ្នារបស់គាត់ថាមានតែសបកទេព្រានយុទ្ធសួរថាមានតែសបកមិនគ្រូចង់មានន័យថាម៉េចគាត់ថាវិញ្ញាណហ្នឹងទៅសន្ធិដ្ឋនៅនឹងសត្វបាត់ហើយវិញ្ញាណរបស់គ្រូជេងរបស់គ្រូខៀវទៅសន្ធិដ្ឋនៅនឹងសត្វបាត់ហើយនេះមានតែសបកជាងថាគ្រូចង់ធ្វើមិនធ្វើទៅគ្រូខ្ញុំអត់ហ៊ាននៅទេខ្ញុំខ្លាចព្រោះគ្រាន់តែមានជ្រូកព្រាយជ្រូកនឹងមួយក្បាលណាគាត់ភ័យខ្លាចតែគាត់ពិបាកនៅក្នុងការប្របាញ់នៅក្នុងការសម្លាប់វាតែចោះទម្រាំតែមានវិញ្ញាណគ្រូខៀវដែលសន្ធិដ្ឋនៅទៀតខ្លាំងប្រហែលគ្រូខៀវធ្វើមិនទៅនៅពេលហ្នឹង
nè tiếng bây nè có ban sông lía thưa tàn nào từ phum quạt phay bên ấy bên quạt lại bên quạt thà còn nơi tới quạt tay bát thưa tàn nào từ phum nè chẳng được bên đá nè từng bay tới bên đang cừu đóng này quạt chặt đám chặt cá từ cành xạ sòng nè giống như mà trong giây này thế khai thà phọt lên YouTube tới cái chạp cái ấy chẳng đó vừa xài hai khô khởi về quạt về quạt việc thà sòng để sao có thời chịu tràn bên này nữa hãy quạt có việc đại và đại xa này đã bạc bỏ từ căn bọc bồn quạt ấy quạt tại môn về để món sầm lạc môn về để tam cừu khiêu nâng mò môn về để tam song sặc quạt ban ở thúc vậy cho mình bị nhiệt mỏi cừu nè quạt vậy thế quạt sống có bắt bị sầm bọt này búa quạt thọt sầm bọt nữa nâng một môn về để cừu slap phật tất phật chiêm nâng cho mấy kia bên tay ở lại nâng quạt sống có bọt này để xa ấy cừu khiêu đã vừa đã quạt môn trắng quạt on ai tròn mờ bàn để cá chi chạm với nắng quạt tớiแต่ song màu bình ở lấy tam toànแต่ song và nắng ọt rôm tiền chặt caแต่ căn song nắng ruột tam rồi chụp nắng tiền để xa ấy quạt về tới bậc sân chỉ còn sầm lạp chụp nắng bán có đôi chỉ chuối chỉ vật bằng căn đẹp phùm phòng đài pro nó bên đây bệnh nhân bọc cừu khiếu thật này nắng chụp bong phồn đằng ấy tham viêm mạch chân bị nhiên cừu cũng là sần thật nơi không khuôn sạch vì cho chặt bằng mạnh chiên kế cứ cừu cùng đôi khía hai nắng priềm rầy để vì cho chặt bờ sân chia vì mình cùng nung cùng cuốn khăn cho mình đằng nè đằng án đại việt để chặt cả một kề nó bên đại việt cho sần thật nơi không khuôn sạch chân nơi bên đằng cừu đóng quát ọt mình ấy thế mình đã gặp bật mà đào tiên chốt ban xu quạt đại thà tới ca gặp lưng pra ọt ấy ọt quạt thà ọt đấy quạt pra thì gặp bật bỏ quạt tám svay như đó chụp nâng tiếp quạt tám svay như đó pính mặt ngày svay đó ọt khơi rồi mình có ọt khơi chân con anh chỉ cứu đăng thạch rút phía trán về nơi đồng bón một hộp tật phía trán đó nè vì cho chặt từ một đồng một ô một tân nằng tới đó khơi là khơi chụp bên đây bật hết chụp sen mình chụp nữa tới đó khơi để chụp đây sen con thế thì con đã cho đã là đó về là con đã cho đã là có sạp tái con tới bạn gặp lượng mà đào cháy đam mền tệ kia ai con quạt gió thế này con ai chơi gặp lượng mì phùm bán con ai từ chơi gặp lượng này là con squall bán hay con ai do gặp lượng bí tiền chọn được bàn tiền tới con ăn gió tại con đã từ đó có cháy đón con chuốc gặp lượng mà đào kết tục chọn gặp lượng nắng miền crop tái pi crop cột chia gặp lượng chân lộc để bàn bàn mà đong crop miền tập pi crop cột nên nè con khơi nhái con là biểu tha tích đối chỉ gặp lượng đã kết tục ai quát kia bật tiền ai quát này do gặp lượng nâng một cát do gặp lượng nâng một bờ trong đằng thá ta gặp lượng nơi là ọt ấy ọt do một bờ thế gặp lượng nó banh ban ấy bạn chẳng quát chập đám bạc cát crop cùng bỏ quát này có đôi chia quát bán sột sạp trong sai thà trong cái nhà lừa cần đồng gặp lượng một tọa mò quát của ban xâm rõ chiếm quát từ lừa crop gặp lượng đằng này quát về thá quát lọp rúa chỉ mùi nâng cục khiêu quát lọp phật chiếm khné bọt sệt chè chẳng bờ sân trên được nông khuôn bỏ chụp miến vì nhiên bỏ cục khiêu mệt xôm ói gặp lượng nắng miền ảnh phiệt xôm ói crop nâng ái tầm lú bài bó sạch chụp nâng bàn quát có là biệt thà đá rò chụp nâng tiền rò bên là nghĩa rò khơi quát bán xong thẹn xong ấy xâm rạng để khẳng lừa đàm chơi chám cục khiêu đọc bên bên mà dục khuôn ái chám mười chụp nâng rò khơi kết tha dục lang như mà rò để xa ấy rùa đợt bê dốc vía đại miền vị nhiên ở cọ nói việc đăng ngày việc đăng trong hai hay việc đăng thanh ná trên nẹ trôi mỏi tại vì ọt màu rất láng cho mò có đam bay đam ấy hộp chật hoa mà nè đợt bê đăng có sạp tái bàn khơi tiền vì nẹ rột mó bị từ kháng cát rột mó giang tại hẹp ta hóm đừng mong bà hãy chế bầm bật bật không đợt bê là rột mó còn có xua miền rừng ấy mình bàn chơi rột mở tới được pay lại mà cái ọt score cựu đồng để nẹ từng pí chứ xua thằng bong mà anh cho một không play thôi play nắng ọt xua gì nhưng thằng play nắng ọt xua mà có tham bên chụp play chẳng có xua nó chụp play mà có tha cao bị chụp mình nâng quạt bàn nấy khang lợt nè từng pin nè chẳng là bây giờ quạt sầm mạng được khang lợt nè có sạp tái miền chụp play mà các bạn nắng bàn chụp mà con tay pi đầm bốn chụp nắng này vì máu cứ vía thưa xử lý chẳng lấy máu đâu xua đó ơi mình bên này ọt mình bên này nâng ót rồi xua chẳng này mình bên này ót trẻ xua chẳng quan từng video để chụp riêng còn đang ngày thảo
វាមិនដាល់កដាលព្រៃកដាលភ្នំស្មើហ្នឹងមានមនុស្សមកទេអត់ទេហើយបើមានមនុស្សមកក៏មិននិយាយចឹងដែរបើមានមនុស្សគេឡើងដើមឈើឡើងអីសម្ដែងអស់ហើយអញ្ចឹងប្រកាសជាបំព្រាយខ្លាចខ្មោចព្រាយដល់ពេលដែលគាត់អត់នេះគាត់អត់ឆ្លើយគាត់តាមមើលគាត់និយាយថាតាមមើលម្ចាស់ហ្នឹងចេញមកម្ចាស់សម្លេងហ្នឹងឮជើងហ្នឹងចូលមកព្រុបប្រាប់ប៉ុន្តែគាត់ស្ដាប់មើលទៅជើងហ្នឹងដូចនិយាយថាដូចមិនមនុស្សដើរដល់ពេលដែលបណ្ឌិតមើលទៅគាត់បានឃើញជ្រូកនឹងមួយក្បាលហើយរូបរាងរបស់មនុស្សដែលស្លៀកដូចជាសរងហ្នឹងអង្គុយនៅពីលើខ្លួនរបស់ជ្រូកប៉ុន្តែមនុស្សនឹងជួនឃើញជួនអត់ដល់ពេលដែលមកដល់គាត់ស្រាប់តែនិយាយមកកាន់ពួកគាត់ថាអញហៅសួរថាមានមនុស្សនៅអត់មិនបានជាអត់តបអញ្ចឹងអញសួរមានមនុស្សនៅអត់ដដែលអ្នកទាំងពីរបាននិយាយថាគាត់បានប្រើកាភ្លើងរបស់គាត់នឹងបាញ់វាអញ្ចឹងបាញ់តែកាន់វាគ្រាប់កាភ្លើងអត់មានខុសទេគាត់ជាព្រានហើយរយៈចម្ងាយកម្ពស់ហ្នឹងគឺគាត់បាញ់អត់ខុសទេគាត់បាញ់វាជាច្រើនគ្រាប់ម្នាក់បាញ់អត់មានក្រម 4-5 គ្រាប់ទេសាច់សឹងថាដូចទឹកភ្លៀងអញ្ចឹងតែបែរជាអត់អាចធ្វើអីវាបាននៅពេលដែលបាញ់ទៅបែរជាជ្រូកហ្នឹងណាវារត់ចេញវាថាស្ទុះចេញទៅប្រហែលជា 4-5 ម៉ែត្រពីហ្នឹងទេបាញ់ទៀតបាញ់ហើយអត់អីទៀតមនុស្សហ្នឹងក៏សើចថាពួកឯងធ្វើអីអញមិនបានទេពួកឯងហ្នឹងមិនបាច់ខំទេធ្វើអីអញអត់បានទេបន្ទាប់មកវាក៏បានប្រើកម្លាំងដ៏ខ្លាំងរបស់វានឹងបុកដើមឈើដែលពួកគាត់នៅវាបុកក្តាងមកទៅគាត់ថាដើមឈើដែលគាត់នៅនឹងវិសតែនឹងបាក់ធ្លាក់គាត់ម្នាក់នាំគ្នាទប់រហូតដល់គ្នាគាត់ម្នាក់នេះគឺរឿងថាល្អិលជើងតែតោងជាប់តោងបែកឈើនឹងជាប់ក៏ទាញមិត្តភ័ក្ដិនឹងឡើងទៀតអញ្ចឹងគាត់ថាអាចនិយាយបានថាសំណាងហើយដែលអត់ធ្លាក់បើមិនជាធ្លាក់ទៅសម័យមិនចេញទេធ្លាក់ទៅតើនឹងទៅជាយ៉ាងណាប្រកាសជាជ្រូកនឹងសម្លាប់ហើយជ្រូកនឹងវាចាត់ការអត់ទៅដោយសារដើមឈើនឹងធំកម្លាំងវាខ្លាំងមែនបុកគឺមែនប៉ុន្តែអត់នេះទេអញ្ចឹងនៅពេលដែលចាត់ការគាត់អត់បានជ្រូកនឹងវាចេញទៅវិញតែម៉ោងប្រហែលជា3ទៀបភ្លឺវាមកម្ដងទៀតវាបុកម្ដងទៀតនៅតែធ្វើអីគាត់អត់បានគាត់ថាគាត់អត់បាញ់បើហិនគ្រាប់ទៀតទេពួកគ្រាប់គាត់ចាត់ការវាអត់នេះផងហ្នឹងនៅពេលហ្នឹងគាត់រងចាំដល់ព្រឹកឡើងក៏អត់ឃើញវាទេរកជ្រូកនៅអត់ឃើញដល់ពេលដែលខ្លួនឯងចោះមកពិនិត្យទៅកាន់ដើមឈើហ្នឹងក៏ឃើញថាស្នាមខ្នាយរបស់វាស្នាមវាបុកវាជុលហ្នឹងណាឡើងលបកឡើងមុតឡើងខ្ចាយបន្ទាប់មកគាត់នឹងទាំងពីរនាក់ក៏នាំគ្នាបញ្ញាប់ដើរចេញតែពេលដើរចេញមកគាត់ថាលាន់សលេងជ្រូកនឹងនៅក្រោមលាន់ឲ្យគាត់រត់ហ្នឹងឯងរត់រហូតបានមកជួបជាមួយនឹងគ្រូដុងអញ្ចឹងគ្រូដុងក៏សន្និដ្ឋានថាចែកជ្រូកនឹងពេលយប់វាអាចនឹងបង្ហាញខ្លួនឲ្យអ្នកទាំងពីរឃើញមែនជាជ្រូកព្រាយនឹងមែនជាវិញ្ញាណរបស់គ្រូខៀវនឹងមែនប៉ុន្តែពេលថ្ងៃដែលអ្នកទាំងពីរបានរត់មកប្រហែលជាជ្រូកផ្សេងត្រូវបានខ្លាខំក៏មិនដឹងវាជុលគ្នាវាក៏មិនដឹងគឹងពួកដោយសារអ្នកទាំងពីរគ្រាន់តែឮសលេងទេអ្នកទាំងពីរអត់បានឃើញរូបរាងរបស់វាទេអ្នកទាំងពីរក៏សន្និដ្ឋានថាអញ្ចឹងប្រកាសជាអាចនឹងជ្រូកផ្សេងក៏ថាអត់ដឹងទេតែគាត់អត់ហ៊ាននៅទេគាត់ហ៊ាននៅគាត់ចេញទៅប្រត់អញ្ចឹងមុនពេលតែចេញទៅគ្រូដុងសួរថាតើសម្រាប់ជំនាញនៅម្ដុំណាចូលប្រាប់នៅម្ដុំនេះដើរទៅរកមើលទីខ្លួនឯងទៅនៅពេលហ្នឹងគ្រូដុងគាត់ក៏បានធ្វើតាណាទៅហូបបាយហូបអីរួចធ្វើតាណាទៅដល់ដើមឈើដែលឃើញថាមានជ្រូកហ្នឹងវាជុលវាបុកហ្នឹងឯងនៅពេលដែលគាត់ដើរទៅដល់ហ្នឹងគាត់ក៏គិតថាអញយប់នេះសម្រាប់នៅហ្នឹងឯងមិនបាច់ទៅសម្រាប់ណាឆ្ងាយទេយប់មិញដោយសារតែវារវល់ជាមួយនឹងពីរនាក់ហ្នឹងអញ្ចឹងវាមិនមករកអញតែយប់នេះប្រហែលជាអត់ទេគាត់សម្រាប់នៅហ្នឹងដល់ពេលល្ងាចចូលមកដល់គាត់បង្កើតទៅហ៊ានខ្មោចរបស់គាត់អញ្ចឹងគាត់បោចគាត់នេះណាគាត់បាច់ស្លឹកឈើហ្នឹងគាត់សូត្រឲ្យកាត់ជារូបរាងរបស់គាត់យើងអត់ញ៉ក់ទៀមទាបងប្អូនជឿទេណាមួយអត់មានសាកសីរស់អត់មានភ័ស្តុតាងអីទេគាត់ថាយើងនិយាយតោគេគាត់ថាគ្រូដុងនៅពេលដែលគាត់បាច់ទៅដល់ចេញជារូបរាងរបស់គាត់ហ្នឹង5នាក់មុខដូចគ្រូដុងនឹងបេះបិទទឹក5ហ្នឹងដើរទៅវិញទៅមកហើយគាត់ហ្នឹងណាគាត់អង្គុយនៅពីលើមែកឈើដែលវាបានបុកកាវិជុំមិញប៉ុន្តែគាត់អត់ឡើងទៅខ្ពស់ដូចគេទេមែកឈើកម្ពស់ប្រហែលជា2ម៉ែត្រទេគាត់អង្គុយគាត់រៀបធ្នាក់រៀបធ្នើគាត់នៅហ្នឹងកាន់កភ្លើងនឹងម្ដងកបិតនឹងម្ដងកភ្លើងមានតែ2គ្រាប់ទេអញ្ចឹងនៅពេលយប់ចូលមកដល់ម៉ោងប្រហែលជា9 កន្លះយប់គាត់ថាលាន់មកអត់មានអីសំដែងអីច្រើនទេអាដុងឯងស្មានថាអញខ្លាចឯងមែនគ្រាន់តែអញចង់កិច្ចចេញពីឯងមកជាឯងតាមអញមកដល់ហ្នឹងអាដុងថាអញ្ចឹងណា
តែពេលអញ្ចឹងគ្រូដុងដែលជារូបរាងរបស់គ្រូពិតប្រាកដនឹងអត់និយាយអីទេនៅស្ងៀមនៅលើនោះនៅពេលដែលវារត់មកដល់ជ្រូកហ្នឹងរត់មកដល់រត់ជល់អារូបដែលថាមនុស្សខ្មោចដែលគាត់បានបង្កើតមកហ្នឹងដែលជារូបរាងមុខដូចគាត់តែមិនមែនជាគាត់ហ្នឹងវាជល់សួរថាបាទអត់វាជល់ប៉ះអាលាយជល់ប៉ះផាំងអាលាយទៅពេលហើយវាជល់អស់1អស់2អស់3អស់4អញ្ចឹងណាសល់មួយអស់5វាជល់ម្ដងទៀតវាងើបក្បាលមកវាថាចាញ់ល្បិចដែរចំអានេះមិនមែនមនុស្សពិតអានោះមិនមែនមនុស្សពិតអញ្ចឹងណាដល់ពេលដែលវាជប់ស្ងៀមបន្តិចគ្រូដុងតពីលើទៅបិទរបៀបថាបិទទៅហើមគេឲ្យបាញ់សัตว์ហ្នឹងមិនទប់ទៅហើមហើយផ្សងទៅទប់ទៅហើមផ្សងទៅទប់ទៅហើមនឹងទី1កណ្ដុងអត់វេផងទី2គឺអត់ដឹងថាគេបញ្ចូលអីណាអញ្ចឹងគាត់កេះដែរកេះកៃទៅផាងកដាខ្នងងាកបកាច់ត្រល់អញ្ចឹងមកគ្រាប់ទៀតផាងមកគ្រាប់ទៀតខុសគ្រាប់កំភ្លើងជ្រុកបាច់បានម្ដងគ្រាប់ទៀតអស់គ្រាប់តលាក់កំភ្លើងពឹបស្មានតែផុតហើយស្មានតែជ្រុកនឹងផុតហើយកាន់កបិតហក់ទៅក្តុកទៅដល់គាត់ក៏បានចាត់ការទៅកាន់ជ្រូកព្រាយហ្នឹងណាកាន់កំភ្លើងគាត់ថាដើរចូលទៅចាត់ការវាណាវារបួសធ្ងន់មែនតែវានៅសល់អាកម្លាំងចុងក្រោយរបស់វានៅសល់អាកម្លាំងចុងក្រោយវាស្ទុះហក់មកវឹបមកដល់ខំត្រូវដៃរបស់គាត់នឹងបន្តិចគឺរឹបខ្នែហ្នឹងវាទាញហើយវាខ្នែវាចាក់ទៅចកេះគាត់បន្តិចទៀតភ្លឹបគាត់ចាក់ពីលើទៅភឹបពេលចាក់ទៅគាត់ប្រាប់ថាសលេងលែងជ្រូកទៀតហើយសលេងរបស់គ្រូខៀវនឹងអូយគាត់ចាក់ជ្រូកនឹងចាក់ជាច្រើនក្បិតចាក់តតែជ្រូកនឹងដួលតតែជ្រូកនឹងផុតចាក់តតែជ្រូកនឹងផុតហើយគាត់មានរបួសចកេះឈាមគាត់ហូរអញ្ចឹងគាត់យកកណាត់ហ្នឹងមករុំចកេះរបស់គាត់រុំចកេះរុំអីរួចគាត់តោងឡើងដើមឈើជាមួយនឹងក្បិតនឹងទាំងរបួសហ្នឹងតដាបតដួសគាត់ព្យាយាមតោងឡើងទៅលើដើមឈើអញ្ចឹងឡើងទៅសម្រាប់នៅលើដើមឈើនោះដល់ពេលដែលខ្លួនសម្រាប់នៅលើដើមឈើនៅក្នុងយប់ហ្នឹងណាមិនដឹងថាសំឡេងស្អីខ្លះទេជំវិញខ្លួនលន់ឮខ្ទោខ្ទាអស់ហើយគាត់អត់ខ្លាចទេគាត់កាន់កបិតចាំថាជាអីក៏ជាទៅប៉ុន្តែនៅពេលដែលគាត់កំពុងតែចាំមើលថាតើមានអីចូលមកហ្នឹងណានៅពេលហ្នឹងក៏ស្រាប់តែហ្វូងឆ្កែព្រៃបានចូលមកប្រហែលជា20ក្បាលអញ្ចឹងសត្វដែលសេសាច់ជាអាហារនេះវាអត់ខ្វល់ទេអ្នកឯងជ្រូកក៏ដោយអ្នកឯងខ្លាក៏ដោយអ្នកឯងក្រពើក៏ដោយតែអ្នកឯងងាប់ហើយចំណៃខ្ញុំហីមកដល់វាខំតបាក់ស៊ីសាកសពជ្រូកនោះវាស៊ីចោះស៊ីឡើងវាខំទាញវាស៊ីនៅហ្នឹងខំតដើមគ្នាស៊ីនឹងស៊ីតតែអស់តតែសល់ឈាមទាំងថ្លុកនៅហ្នឹងតែជ្រូកហ្នឹងវាអត់មានសល់អីទេខ្ទេចសល់តែឈាមបន្ទាប់មកនៅពេលដែលសល់តែឈាមឆ្កែហ្នឹងក៏ទៅអស់អញ្ចឹងគ្រូដុងនឹងប្រាប់គេថាគាត់ឮសលេងរបស់គ្រូខៀវហ្នឹងណានិយាយអាដុងជាតិនេះអញចាញ់ហើយតែបើមានជាតិក្រោយអញអត់ឲ្យចាញ់ហើយទេឮសលេងរបស់គាត់ហ្នឹងក៏ភ្ញាក់មកអត់ដឹងថាដោយសារតែគាត់នឹងល្វើល្វាយដោយថាចិត្តនឹងចង់ចាត់ការទៅកាន់គ្រូខៀវនឹងពេកចង់ចាត់ការទៅកាន់គ្រូខៀវពេកនឹកគិតទៅដល់គ្រូខៀវពេកធ្វើឲ្យខ្លួនឯងហ្នឹងមកមើលហ្នឹងទៅដល់រឿងរបស់គ្រូខៀវក៏ដូចជានិយាយថាឮសលេងរបស់គ្រូខៀវហ្នឹងចូលមកក្នុងតិចទាំងតែធៀបពិតអត់ទេអាចនឹងអញ្ចឹងឬក៏គ្រូខៀវហ្នឹងបញ្ចេញសំឡេងហ្នឹងមកមែនដល់ពេលដេកម្ដងទៀតទៅក៏ខ្មោចគ្រូជេងហ្នឹងមកបញ្យល់សពថាមកប្រាប់អញ្ចឹងណាអាដុងអើយហែងនេះហើយនិយាយមកកាន់គាត់ណាសំណាងហើយដែលចាត់ការខៀវបានអត់ពីឯងទៅមិនដឹងពីណាទេអ្នកចាត់ការវាគ្រូអរគុណតែប៉ុណ្ណឹងមកបញ្យល់សពបន្ទាប់មកព្រឹកឡើងដល់ពេលដែលគាត់ភ្ញាក់នឹងខ្លួនចោះមកវិញខ្លួនឯងក៏មានរបួសហ្នឹងក៏ចាក់ចេញទៅដើរទៅតែមានរបួសនឹងខ្ទប់ចកេះដើរយឺតទម្រាំតែចេញពីមាត់ព្រៃហ្នឹងទៅដល់កន្លែងដែលគាត់បានជួបជាមួយនឹងព្រានយុទ្ធទៅពេលដែលទៅដល់ហ្នឹងក៏ចៃដន្យអីព្រានយុទ្ធនឹងនាំអ្នកភូមិមកប្រហែលជា15នាក់ថាតាមមកជួយគ្រូដុងតាមមកជួយគាត់កុំឲ្យគាត់អាចក៏កុំឲ្យគាត់ក៏ដោយកដាយតែឯងនៅក្នុងការតាមស្លាប់ជ្រូកហ្នឹងកុំអីតាមមកជួយគាត់ទៅអញ្ចឹងនៅពេលដែលអ្នកភូមិបានមកដល់ក៏ឃើញគាត់មានរបួសហ្នឹងក៏សួរគាត់ក៏បានប្រាប់តាមដំណើរដើមរឿងទាំងអស់ដែលបានកើតឡើងបន្ទាប់មកអ្នកភូមិក៏បានលើកគាត់នឹងដាក់នៅលើអតេះបអតេះគោចូលទៅក្នុងភូមិនៅពេលដែលបអតេះគោចូលទៅក្នុងភូមិរួចគាត់សម្រាប់នៅភូមិនឹង 3-4 ថ្ងៃព្យាបាលរបួសរបស់គាត់របួសនឹងវាដូចតែរបួសមុតអីផ្សេងនឹងឯងវារៀងពឹសរៀងអីតែមិនមែនថាដល់ថ្នាក់ថាអូមុតទៅកាត់តបៅធំអាលួយអីដូចអំពើដូចអីអត់ទេ
nơi bên đàn quát chia ba là bộ rồi quát đi mình tranh tờ vĩnh tiền giật cờ xua còn nhiều thành chạy là kêu à thua mà đa tới cái đây si off bàn tay cua tại sao này được luôn nào cô tại sao này bỏ viên nào kêu biết gió đấy thọ tê bị bỏ vào tới bàn này chân khai kêu đông nâng có họ bờ miên tiền giật trong bàn này chưa đủ nữa đấy tờ bên xua có tới có thọ đấy bị bỏ vào tay bàn này con gì mày có ở bàn do mày chân tiền giật nó đôi ở xây tục chặt quạt prap tam trào bắt tọp nó kêu đống quát có bán thơ tàn á tàn lập tới tè quạt mình tới đó tè quát để thà tại bàn phục nắng mưa thà tiền bộ lục mình toàn chia mà rồi phía rồi có xô nôm thấy xô nôm quát có prap tám đầm đà đàm đường để thà quạt bàn chụp vía bàn chặt cà vía chẳng á hai cô nắng nữ tôi mình đi phi con cho đặt lại tìm và hai chiếc khinh tập hiệp đại kế phơi đại mà đài bên nâng giờ nâng tha cô nâng ọt sai oi nè phum lứ rồi có cô nâng trời bán cục khiêu nâng tròn đầy tròn chương tròn một bắt tọt máu môn pe để tranh tới khơi nâng việc sai ban ấy bàn bua để xa ta khơi nâng vọt chạy prap cả lại nâng kia từ tay miền là dụ bay năm chiên nâng kia con ta dịp prap ban khạc chẳng á cái lại xén kia dịp prap bàn chân trong cho nó nâng nhâm của ngò này rồi có để xa thì kia tròn đầy tròn chương nâng ấy ta pe để kia từ post khơi nâng có sai bán có ai thả bàn chân riêng nâng miền tây phần nâng để bóng phố thời sạch đường bỏ nhóm đôi nhung dễ chấn nhưng mà tiêm tia bóng ổn chưa tế nhưng trong ở bóng ổn đập cũng đỏ róm cho tục thả đường trên đi tiên đã chả dân quần dây to kia pini bị ơi mòn chẳng á còn lư mò thom mà đá về khác rương khác cứ dừng lư mò pan côn đấy nơi tại pan côn đây là đàn ta rương khác kinh vậy một pan côn đấy tụng róm tại mà đo dướng pan cặp khuôn đấy pan cặp plei chân tử chân rương về can ta đi so sai thành chấn đấy dân còn tại trong ở bóng ổn đập cũng đỏ róm về vừa ca rồi có bên bóng ổn từ ca sầm ra rồi có bên để cất thả ọp sọc ấy chân tê sạch đườngจัดtục thà phụ quan đi tiền to kia mò có bàn đài ở đây để bóng ổn hay bóng ổn có click chui xe có đôi chiếc follow page đừng subscribe phong đâm bây ở nhung miền cả lạc chân to tiền hay nhung đây tại bờ tó bờ sân chia bóng đài quạt lô vô có đói rồi có dương ở toàn ảnh trên là cái tiêu bàn có đói nhung đây tại bờ to thọ tại đài ở tại bóng ổn miền đường đạp chẳng á hay tiết dương đừng chơi là cái tiêu mình tiết dương có bông tại invite còn đây còn được thả nè class còn ở toàn confirm nè class còn confirm chẳng tới dương bà giờ ở toàn đi bàn chẳng á giờ toàn đang thấy dương thử thọt ngày nào mới quát anh mới quát đây chẳng chạm về để mình ra cái tiêu nhóm sụp hiệp quạt mà đòn quạt thọp chụp đường ấy có trong cô xa quạt thọp nè class thọp trần pơ nè class quạt thọp từ slide nè class thọp chụp màu chẳng á ấy bong ôn đã trong cho rốn có ai chat tạiการเพจบ้านโดยkia បងប្អូនគាត់តែប្រាប់ច្រើនរឿងទៅចឹងរឿងហ្នឹងបងប្អូនប្រាប់ថារឿងហ្នឹងរឿងអំពើឬក៏រឿងស្នេហ៍ដើមតាណាដើមរឿងគេចែកបងមិនបាច់ប្រាប់ទាំងអស់គាត់ថាពុកខ្ញុំគាត់ត្រូវចែកបន្ទាប់មកចេះកន្លែងបញ្ចប់ហ្នឹងមិនអញ្ចឹងណាចំណុចចាប់ដើមពាក់កណ្ដាលរឿងហើយចំណុចបញ្ចប់ប៉ុណ្្នឹងមកខ្ញុំយកមកស្ដាប់ខ្ញុំនឹងថាអូសាច់រឿងហ្នឹងប្រកបជាអេអញ្ចឹងបងប្អូនអាចឆាតទៅបានឆាតមកបងប្អូននឹងមកជួបខ្ញុំនៅoffice ដំណាក់អាគមខ្ញុំនឹងសភាបងប្អូនពីសាច់រឿងដែលបងប្អូនជួបអញ្ចឹងអ្នកដែលមានសាច់រឿងកុំភ្លេចចែកម្លែកទាំងអស់គ្នាណាបងប្អូនកុំភ្លេចចែកម្លែកហើយកុំ comment ជេរគ្នាក៏ដូចជាកុំ comment ជេរខ្ញុំអីអត់ល្អទេមានតែប៉ុណ្្នឹងទេបងប្អូនហើយកុំចង់បាច់ញ៉ែគ្នានៅក្នុង live ទេបាច់ញ៉ែទេចែខ្ញុំក៏បានដែរពួកដោយសារអីខ្ញុំ single ដែរបងប្អូនបាច់ញ៉ែនៅក្នុង live ទេមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំបានថាវិតចំពោះពីពេជ្រខុសឆ្គងសូមបងប្អូនខន្តីអភ័យទោសផងជម្រាបលា